ជាថ្មីនៅក្នុងរូបកាយរបស់សន្ធានដ៏រឹងរូសនេះស្ថានសុខក៏មិនបានធ្វើឲ្យខ្ញុំខកចិត្តទេលោកក្រវៃក្មេងអ្នកពិតជានៅរស់លោកក្រវៃក្មេងតើអ្នកទាំងអស់គ្នាគ្មានប្រយោជន៍ទេសម្រាប់សន្ធានហើយខ្ញុំនឹងផ្ដល់រង្វាន់ដល់គាត់ជាមួយនឹងមាស100តម្លឹងយកប្រពន្ធរបស់គាត់ហើយរង្វាន់នឹងមានចំនួន10000ដងសម្រាប់ពួកគេទាំងអស់គ្នាចេញពីទីនេះឯងមិនយល់ទេមានអ្វីចម្លែករត់ជាសំណាងល្អហុយយានជូនៅមានជីវិតដែលអនុញ្ញាតឲ្យនាងផ្អាកការវាយប្រហារមួយរយៈស្វាមីរបស់ខ្ញុំគឺជាភរិយារបស់យានជូគឺម៉ូឈីងយីតើអ្នកកំពុងធ្វើអ្វី3ឆ្នាំមុនអ្នកបានសម្លាប់ស្វាមីរបស់ខ្ញុំហើយបញ្ឆោតខ្ញុំឲ្យរៀបការជាមួយអ្នកឥឡូវនេះអ្នកស្លាប់ទៅហើយតើខ្ញុំអាចឲ្យអ្នករស់ឡើងវិញដោយរបៀបណាវិញ្ញាណអាក្រក់ដ៏ខ្មាស់អៀនបានចូលសន្ធិដ្ឋស្វាមីរបស់ខ្ញុំហើយគាត់នៅតែស្លាប់ខ្ញុំស្ទើរតែរត់គេចខ្លួនដោយជីវិតរបស់ខ្ញុំប៉ុន្តែអ្នកបង្កាច់បង្ខូចខ្ញុំបែបនេះវាពិតជាសោកសៅណាស់ភរិយារបស់ចៅហ្វាយនីវ័យក្មេងអ្នកទាំងពីរនៅស្ងៀមកម្លាំងរបស់ស្វាមីខ្ញុំមិនល្អដូចខ្ញុំទេតើគាត់អាចក្លាយជាចៅហ្វាយនីដ៏អស្ចារ្យម្នាក់ក្នុងចំណោមចៅហ្វាយនីទាំង4នៃគ្រួសារឡុងដោយរបៀបណាតើខ្ញុំនឹងដឹងដោយរបៀបណាប៉ុន្តែអ្នកមិនអាចបញ្ជូនខ្ញុំត្រឡប់មកវិញដោយសារតែការសង្ស័យបានទេតើអ្នកមិនដឹងទេបន្ទាប់មកអនុញ្ញាតឲ្យខ្ញុំសូមឲ្យខ្ញុំសាកល្បងអ្នកដើម្បីមើលថាតើអ្នកពិតជាគ្រូពេទ្យដ៏ទេវភាពមែនឬអត់សត្វឃាតករដែលបានលួចប្រពន្ធរបស់ខ្ញុំស្លាប់ទៅទេរាងកាយរបស់ខ្ញុំខ្សោយពេកមិនអាចប្រាគួចប្រាជ្ញាបានទេសិនស៊ីឡូឡូចេញពីផ្លូវស៊ីឡូឡូគ្រាន់តែជាអ្នកបម្រើចិត្តស្និទ្ធរបស់ចៅហ្វាយនីវ័យក្មេងប៉ុណ្ណោះគុំទៅរកបញ្ហាអីម៉ូឈីងលីនេះប្រាជ្ញាសម្រាប់ខ្ញុំត្រូវរកវិធីដោះស្រាយជាមួយគាត់ពូរបស់ខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃស្អែកខ្ញុំនឹងអត់ទោសឲ្យគូឆៃចំពោះឧក្រិដ្ឋកម្មរបស់គូឆៃគាត់នឹងដឹងភ្លាមតើអ្នកនិយាយអ្វីឈែនបាដាកំពុងត្រឡប់មកវិញគាត់កំពុងបំពេញការងារផ្លូវការហើយនឹងមកដល់នៅថ្ងៃស្អែកឈែនបាដានេះគឺជាឱកាសដ៏ធំមួយនៅក្នុងឃ្លាំងភាគខាងកើតប្រសិនបើខ្ញុំសម្លាប់ឈែនឥឡូវនេះខ្ញុំខ្លាចថាឈែនបាដានឹងមើលឃើញល្បិចរបស់ខ្ញុំនៅពេលដែលគាត់ត្រឡប់មកវិញហើយវាថែមទាំងអាចជាប់ពាក់ព័ន្ធនឹងគ្រួសារម្ដាយរបស់ខ្ញុំទៀតផងភ្លេចវាចោលទៅខ្ញុំនឹងទុកជីវិតរបស់គាត់សម្រាប់ពេលនេះបន្ទាប់ពីការសាកល្បងរបស់ខ្ញុំស្វាមីរបស់ខ្ញុំពិតជាមិនមែនជាវិញ្ញាណអាក្រក់ទេវាគឺជាខ្ញុំដែលមានចិត្តក្រអឺតក្រទុំលោកស្រីតើអ្នកដឹងទេថាអ្នកណាសម្លាប់មនុស្សដែលព្យាយាមសម្លាប់ស្វាមីរបស់ខ្ញុំមនុស្សដែលព្យាយាមសម្លាប់គាត់គឺដូចជាការឆ្លងកាត់ទន្លេតើខ្ញុំអាចដឹងដោយរបៀបណាថាវាជានរណាដោយសារអ្នកនៅរស់ចូលទៅសម្រាកវាយឺតពេលហើយទីបំផុតអ្នកបានរួចផុតពីគ្រោះមហន្តរាយនេះចេញពីទីនេះខ្ញុំនឹងសម្លាប់គ្រួសាររបស់អ្នកទាំងមូលចេញពីទីនេះតើជីវិតរបស់ព្រះម្ចាស់យានគួរឲ្យរំភើបណាស់មែនទេខ្មោចរបស់អ្នកបានបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំអ្នកត្រូវតែពន្យល់ខ្ញុំនៅថ្ងៃនេះទ្រព្យសម្បត្តិខ្មោចអ្វីមានខ្មោចបោកប្រាស់ពីរនៅក្នុងទ្រព្យសម្បត្តិរបស់យើងនៅខាងក្រៅទីក្រុងយើងមិនអាចកម្ចាត់ពួកវាបានទេយើងខ្លាចថាយើងបានបង្កបញ្ហាសិនចាឈប់ធ្វើពុតបងប្រាក់ទៅខ្លាញ់ហ៊ានតើមានអ្វីអស្ចារ្យអំពីអ្នកល្អណាស់ដែលខ្ញុំគ្រាន់តែបងប្រាក់ឲ្យអ្នកបន្តិចបន្តួច30000តើអ្នកក្រីក្រឆ្កួតទៅហើយ30000តើគឺគ្រប់គ្រាន់ដើម្បីទិញអចលនទ្រព្យគ្រួសារអ្នកនេះគឺជា5000តើដែលនឹងដោះស្រាយស្ថានភាព10000តើ8000យល់ព្រមឲ្យលុយគាត់ទៅលោកម្ចាស់វ័យក្មេងគ្រួសារយើងក្រណាស់ទ្រព្យសម្បត្តិគ្រួសារយើងត្រូវបានអ្នកឲ្យខ្ចីជាយូរមកហើយឥឡូវនេះការចំណាយលើវិមានគឺពឹងផ្អែកទាំងស្រុងលើការគ្រប់គ្រងពីក្រុមគ្រួសារនារីតើលោកគ្រូយានបានធ្វើអ្វីលោកម្ចាស់វ័យក្មេងសិនមិនអាចរកប្រាក់បាន8000តើទេការសងបំណុលគឺជារឿងសំខាន់ហេតុអ្វីបានជាអ្នកមិនប្រើទីស្ករអរិយតូចរបស់អ្នកដើម្បីសងបំណុលនិយាយឲ្យត្រង់ទៅខ្ញុំជឿជាក់លើនាងយូរមកហើយខ្ញុំបានប្រាប់អ្នកអំពីវាជាយូរមកហើយអ្នកយល់ព្រមលោកម្ចាស់វ័យក្មេងមើលគាត់កំពុងសងបំណុលអ្នកនិយាយត្រូវហើយលោកក្រវ័យក្មេងសិនជាមនុស្សសមហេតុផលបើដូច្នោះខ្ញុំនឹងមិនសុភាពរៀបសារនៅថ្ងៃនេះទេដោយសារមានករណីនេះអ្នកទាំងពីរសមនឹងស្លាប់សិនធានអ្នកហ៊ានទាត់បរោះរបស់ខ្ញុំតើពេលណាវាខ្លាយជាកន្លែងរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តតើអ្នកមិនយល់ព្រមប្រាកដដើម្បីសងបំណុលទេតើអ្នកសមហេតុផលទេតើពេលណាខ្ញុំធ្លាប់សមហេតុផលអ្នកហ៊ានលេងជាមួយខ្ញុំឆ្មាំធ្វើឲ្យគាត់ពិការតើពេលណាខ្ញុំធ្លាប់សមហេតុផលអ្នកហ៊ានលេងជាមួយខ្ញុំឆ្មាំធ្វើឲ្យគាត់ពិការគាត់សមនឹងស្លាប់ឬមិនអាចប្រើអង្កាំសមាជិកភាពខ្ញុំអាចបំភ័យគាត់បានតែប៉ុណ្ណោះភាពក្រអឺតក្រទុំមន្តអាគមល្អនេះជាមន្តអាគមរាងកាយដែលខូចនេះមិនអាចទប់ទល់នឹងការបំភាន់คล้ายបានទេមិនអីទេអ្នកសិនធានក្នុងនាមជាមេបណ្ដោះបណ្ដាលអ្នកពិតជាអនុវត្តរឿងអាក្រក់និងខុសឆ្គងបែបនេះមែនទេខ្ញុំកំពុងរាយការណ៍អ្នកខ្លាញ់ហ៊ានកុំព្យាយាមបំភ័យខ្ញុំដោយរឿងនេះអ្នកគ្រាន់តែចង់បានលុយមែនទេមិនសមហេតុផលវិញ្ញាណខ្មោចរបស់អ្នកបានបំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំវាត្រឹមត្រូវហើយដែលខ្ញុំបង់ប្រាក់សំណងអ្នកមិនអាចទ្រាំទ្រនឹងវិញ្ញាណខ្មោចបានទេអ្នកពិតជាគ្មានប្រយោជន៍ទេវិញ្ញាណខ្មោចទាំងពីរនោះបើអ្នកមានសមត្ថភាពខ្លាំងម្ល៉េះចូលទៅដោះស្រាយជាមួយពួកគេហ៊ានភ្នាល់ទេបើខ្ញុំកំចាត់វិញ្ញាណខ្មោចទាំងនោះបានអ្នកនឹងបង់ប្រាក់ឲ្យខ្ញុំ50,000តើជាប្រាក់គ្រាន់តែអ្នកប៉ុណ្ណោះបើខ្ញុំមិនអាចកំចាត់ពួកគេបានទេខ្ញុំនឹងបង់ប្រាក់ឲ្យអ្នក50,000តើ
លោកម្ចាស់វ័យក្មេងដ៏ល្អតើយើងនឹងបានប្រាក់50,000តើនៅណាបន្ទាប់មកយើងនឹងប្រើវិមានរបស់អ្នកនិងអ្នកបម្រើអរិយតូចរបស់អ្នកដើម្បីសងបំណុលអ្វីក៏ដោយខ្ញុំទើបតែជួយសង្គ្រោះជីវិតរបស់អ្នកហើយអ្នកចង់ប្រើខ្ញុំជាទ្រព្យបញ្ចាំអ្នកជាមនុស្សអាក្រក់វាជាកិច្ចព្រមព្រៀងសិនធានរងចាំមើលថាតើអ្នកអាចប្រគល់សត្វចុកតូចនេះមកខ្ញុំបានទេសិនធានក៏ដោយសារអ្នកមិនប្រាប់ខ្ញុំកុំបន្ទោសខ្ញុំថាមិនមានចេតនាទីបំផុតខ្ញុំអាចគ្រប់គ្រងនិងដណ្ដើមយក UN Master មកវិញបានប៉ុន្តែគាត់ជាមនុស្សខ្ជះខ្ជាយដែលមនុស្សគ្រប់គ្នាស្អប់គាត់ត្រូវបានគេធ្វើឃាតស្ទើរតែមិនរស់រានមានជីវិតហើយឥឡូវនេះខ្ញុំកំពុងព្យាយាមយកជីវិតរបស់គាត់វាហាក់ដូចជាខ្ញុំត្រូវតែបង្កើនកម្លាំងរបស់ខ្ញុំជាបន្ទាន់ដើម្បីរស់រានមានជីវិតជាសំណាងល្អគ្រួសារ Shen មានអាវុធវេទមន្តគឺ Great Sun Heavenly Ruler ដែលអាចបំពេញចិត្ត Close Yuan Pil របស់ខ្ញុំតើមនុស្សនេះជានរណាហេតុអ្វីបានជាពួកគេសម្លាប់ខ្ញុំក្លិននេះស្អាតណាស់តើ Great Sun Heavenly Ruler មានក្លិនអ្វីវាហាក់ដូចជាអាស៊ីរ៉ាហេតុអ្វីបានជាអាស៊ីរ៉ាមើលទៅអាក្រក់ម្ល៉េះតើអ្នកមិនបានសម្រាប់ល្អទេយប់មិញអរគុណសម្រាប់ការយកចិត្តទុកដាក់របស់អ្នកលោកម្ចាស់វ័យក្មេងខ្ញុំសុខសប្បាយជាទេមែនទេស្រីឆ្កេងញីតូចនេះបានជាសះស្បើយយ៉ាងឆាប់រហ័សតើអ្នកកំពុងធ្វើអ្វីលោកម្ចាស់វ័យក្មេងសូមគោរពខ្លួនឯងខ្លះផងយ៉ាងណាមិញខ្ញុំជាប្រពន្ធធម្មតារបស់គាត់តាមពិតគាត់ហ៊ានធ្វើបែបនេះនៅចំពោះមុខខ្ញុំគាត់មិនបានមើលមុខខ្ញុំសំបីតែបន្តិចផងលោកស្រីសូមគុំយកច្រឡំខ្ញុំគ្រាន់តែព្រួយបារម្ភអំពីអ្នកបម្រើម្នាក់ស្វាមីដែលមិនស្ដាយក្រោយខ្ញុំឆ្ងល់ថាពេលណាពូរបស់ខ្ញុំនឹងមកដល់ផ្ទះដើម្បីខ្ញុំអាចរៀបចំកន្លែងស្នាក់នៅសម្រាប់គាត់ឆាប់នេះពូរបស់ខ្ញុំរវល់ហើយនឹងមិននៅយូរទេលោកស្រីមិនចាំបាច់រំខានខ្លួនឯងទេពូរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងគ្រួសារសិនតើយើងអាចធ្វេសប្រហែសគាត់បានដោយរបៀបណាលោកម្ចាស់វ័យក្មេងហ៊ានកំពុងរងចាំរួចហើយខ្ញុំមានរឿងសំខាន់ផ្សេងទៀតដែលត្រូវធ្វើដូច្នេះខ្ញុំនឹងមិននៅជាមួយលោកទៀតទេលោកស្រីសូមធ្វើខ្លួនអ្នកនៅផ្ទះការចាក់ចេញរបស់ Shen Bade គឺជាថ្ងៃស្លាប់របស់ Shen បានបញ្ជូនទីស្ករអារ៉ាតូចមកទីនេះមនុស្សម្នាក់នេះមានសមត្ថភាពខ្លះវាហាក់ដូចជាគាត់ពិតជាខ្លាចត្រូវគេប្រគល់ឲ្យ Farihan ប្រញាប់ប្រញាល់អ្វីតើអ្នកនៅតែភ្នាល់ទេពិតណាស់នេះគឺជាតាវ Crimson Fire ដែលខ្ញុំបានអញ្ជើញឲ្យមកដោះស្រាយជាមួយខ្មោចយិនអ្នកណាដែលកំចាត់ខ្មោចយិនបានឈ្នះចុះយ៉ាងណាវិញលោកក្រវ័យក្មេងអ្នកមិនអាចយល់ស្របនឹងរឿងនេះទេគាត់មិនបាននិយាយថាគាត់នឹងសុំជំនួយទេការវាយប្រហារលើកម្មវិធីទេគឺគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេវាជាកិច្ចព្រមព្រៀងតើវ័យក្មេងកុំផ្ដល់ឱកាសឲ្យពួកគេដរាបណាខ្មោចយិនត្រូវបានកំចាត់ចោលអារ៉ាកញ្ជ្រោងតូចគឺជារបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកត្រៀមខ្លួនស្លាប់ហើយទៅខ្មោចយិននេះមានជំនាញខ្លះតើគាត់មិនមែនជាចៅហ្វាយទេលោកក្រវ័យក្មេងតើគាត់កំពុងធ្វើអ្វីភ្លេចវាទៅខ្ញុំចង់ពឹងផ្អែកលើខ្លួនឯងជាគាត់កំពុងព្យាយាមវាឆ្មក់ខ្ញុំក្មេងស្រីតូចមិនអាចអង្គុយស្ងៀមបានទៀតទេមើលចុះវាគឺជាឈានថងដែលផ្ដល់លុយប្រភេទអ្វីខ្មោចនោះច្បាស់ជាត្រូវរលាកដោយកម្ដៅថ្ងៃរហូតដល់ស្លាប់តើវាមានអ្វីតាក់ទងជាមួយអ្នកសិនធានកុំព្យាយាមជំរិតទារប្រាក់ពីខ្ញុំសិនស៊ីវលូមាននរណាម្នាក់ចង់ក្បត់បំណុលរបស់ពួកគេតើខ្ញុំគួរធ្វើអ្វីគ្មាននរណាម្នាក់ហ៊ានក្បត់បំណុលរបស់ចៅហ្វាយវ័យក្មេងទេគ្មាននរណាម្នាក់ហ៊ានក្បត់បំណុលរបស់ចៅហ្វាយវ័យក្មេងទេជប់វាខ្ញុំទៅខ្ញុំទទួលស្គាល់ការបរាជ័យលើកក្រោយដែលអ្នកចង់ផ្ញើលុយខ្ញុំតែងតែស្វាគមន៍ក្នុងការផ្ដល់រង្វាន់ដល់អ្នកឈ្គួតណាស់ដូច្នេះគាត់មានឱកាសឈ្នះរួចហើយខ្ញុំយល់ច្រឡំហើយចៅហ្វាយវ័យក្មេងប្រអប់ប្រលឹងថ្នាក់ទី7មានគុណភាពល្អឥតខ្ចោះចៅហ្វាយវ័យក្មេងសិននេះជារឿងល្អសម្ភារៈថ្នាក់ទាបទាំងនេះនៅពេលនោះខ្ញុំមិនបានសម្លឹងមើលវាទេហើយលក់វាទាំងអស់សិនអោអ្នកជាអ្នកដាំដុះខុសឆ្គងរំលោភលើមាឃវាសុចរិតនិងប្រឆាំងនឹងសន្តិភាពធម្មជាតិអ្នកអាចសម្លាប់ខ្ញុំបានប្រសិនបើអ្នកចង់ប៉ុន្តែតើមនុស្សសុចរិតលាក់ពុតមានសិទ្ធិអ្វីមកវិនិច្ឆ័យការដាំដុះរបស់ខ្ញុំនឹងសងសឹកអ្នកឆាប់នេះឬក្រោយមកតើនេះមិនមែនជាចៅហ្វាយវ័យក្មេងសិនដែលបានរស់ឡើងវិញទេឯងមកលួរបស់របរបានការនៅទីនេះធ្វើអីលីនដុនឯងជាសម្រាមមែនទេឯងហ៊ានលួចយករបស់របរគេមែនទេខ្លាចទេខ្ញុំបានផ្សំជាមួយដែកឆ្អឹងនិងមាសហើយខ្ញុំជាអ្នកជំនាញខាងអាវុធពិតប្រាកដឥឡូវនេះស្លាប់ទៅដែកឆ្អឹងនិងមាសពោពេញទៅដោយចំណុចខ្វះខាតមនុស្សកំសាកតែងតែជាមនុស្សកំសាកឈប់ការប្រយុទ្ធគ្នាជាលក្ខណៈឯកជនត្រូវបានហាមឃាត់នៅក្នុងនាយកដ្ឋានជំនាញអាវុធអ្នកនាំសារអធិរាជគុយធានសេងនឹងមកដល់ឆាប់នេះឯងចង់ស្លាប់ក្នុងការប្រយុទ្ធគ្នាជាលក្ខណៈឯកជននេះមែនទេមាននរណាម្នាក់បានរាយការណ៍ថាមានការបន្លំក្នុងការប្រឡងអ្នកគ្រប់គ្រងអាវុធអធិរាជពីមុនតុលាការបានបញ្ជូនលោកគុយមកស៊ើបអង្កេតជំនួសឲ្យការរៀបចំឯងកំពុងបង្កបញ្ហានៅទីនេះមែនទេឯងមានសំណាងហើយខ្ញុំនឹងសម្លាប់ឯងនៅលើទីលានប្រឡងសិនធានឯងជាបេក្ខជនសំខាន់សម្រាប់អ្នកគ្រប់គ្រងអាវុធអធិរាជឯងគួរតែប្រយ័ត្នខ្លួនឯងវាអាចមានគ្រោះថ្នាក់ដល់ជីវិតឈ្គួតហើយពូសិនបាដាបានបាត់បង់អំណាចនៅក្នុងរាជធានីម្ចាស់ដើមបានបោកប្រាស់ដើម្បីទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រឡងអ្នកជំនាញអាវុធអធិរាជឥឡូវនេះបើគ្មានជំនួយពីសិនបាដាទេគាត់ប្រកាសជាត្រូវបានលាតត្រដាងសិនធានជនពៀលនោះពិតជាបានប្រាសិនបាដាឯងកុហកខ្ញុំនឹងមើលពីរបៀបដែលឯងរត់គេចខ្លួននៅថ្ងៃនេះខ្ញុំតែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលខ្ញុំប៉ុន្តែខ្ញុំមិនបានកត់សម្គាល់ទេកុំរើតើឯងធ្វើការឲ្យអ្នកណាខ្ញុំមិនកុហកឯងទេស៊ីស៊ឺសេង
ចង់សម្រាប់ខ្ញុំព្រោះគាត់ខ្លាចថាខ្ញុំនឹងមិនអាចឆ្លងកាត់ការរស់ឡើងវិញរបស់អ្នកជំនាញអាវុធបានទេបន្ទាប់មកក្នុងនាមជាអ្នកដែលបានជួយខ្ញុំទទួលបានងារជាអ្នកជំនាញឋានស៊ុកឯងនឹងត្រូវជាប់ពាក់ព័ន្ធយ៉ាងខ្លាំងពេងប៉ុន្តែឯងមិនច្បាស់លាស់គ្រប់គ្រាន់ទេពួករបស់ខ្ញុំគឺសិនបាដានៃខ្លាំងភាគខាងកើតទោះបីជាគាត់បាត់បង់អំណាចបន្តិចក៏ដោយការលុបបំបាត់គ្រួសារទាំងមូលរបស់ឯងនៅតែជារឿងងាយស្រួលការភ័យខ្លាចមិនមែនជារឿងអាម៉ាស់ទេមិនសមហេតុសមផលទេលើកជង្គង់ចុះក្រោមសិស្សជំរាបសួរគ្រូឈប់ធ្វើបែបនេះទៅតើអ្នកធ្លាប់ចាត់ទុកខ្ញុំជាគ្រូនៅពេលណាទោះជាយ៉ាងណាក៏ដោយការវិភាគរបស់អ្នកសមហេតុផលខ្ញុំអាចទុកជីវិតរបស់អ្នកសម្រាប់ពេលនេះដោយមានលក្ខខណ្ឌថាខ្ញុំបង្រៀនអ្នកនៅបច្ចេកទេសមួយដើម្បីកែលម្អការដាំដុះរបស់អ្នកយ៉ាងឆាប់រហ័សអ្នកត្រូវតែឆ្លងកាត់ការរស់ឡើងវិញរបស់ Weapon Master បច្ចេកទេសនេះត្រូវបានគេហៅថាការកែលម្អ13របស់អរិយឈាមនិយាយឲ្យត្រង់ទៅវាជាបច្ចេកទេសពាក់កណ្ដាលអរិយហើយវាពិតជាបង្កគ្រោះថ្នាក់ដល់រាងកាយទោះជាយ៉ាងណាក៏ដោយខ្ញុំបានធ្វើការកែលម្អមួយចំនួនដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេហ៊ានរៀនវាទេវាហាក់ដូចជាខ្ញុំមិនចាំបាច់លើកកម្រាមដៃទេឈិននឹងត្រូវវិនិច្ឆ័យតើអ្នកខ្លាចអ្វីការកែលម្អ13របស់អរិយឈាមគឺជាបច្ចេកទេសអាក្រក់មួយដែលវាមិនអាចទៅរួចទេក្នុងការធ្វើជាម្ចាស់សូម្បីតែបន្ទាប់ពីការកែលម្អ9ដងក៏ដោយជាសំណាងល្អខ្ញុំមានគូជវឹកវរដែលអាចបន្សាបការខូចខាតហើយផ្ទុយទៅវិញខ្លាយជាមធ្យោបាយសម្រាប់ខ្ញុំដើម្បីកែលម្អការដាំដុះរបស់ខ្ញុំយ៉ាងឆាប់រហ័សខ្ញុំនឹងរីករាយក្នុងការទទួលជំនួយពីអ្នកដោយដឹងថាអ្នកជាមនុស្សអាក្រក់ខ្ញុំមិនគួរខ្ជះខ្ជាយដង្ហើមរបស់ខ្ញុំទេវាគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះតើមានអ្វីដែលត្រូវខ្លាចសិនធានខ្ញុំបានបង្រៀនអ្នកពីជំនាញដ៏ទេវភាពនិងណែនាំការដាំដុះរបស់អ្នកឥឡូវនេះខ្ញុំនឹងចំណាយធម៌ពលទាំងអស់របស់ខ្ញុំដើម្បីជួយអ្នកចូលទៅក្នុងអាណាចក្រទេវភាព9លីអ្នកជាសិស្សរបស់ខ្ញុំអរគុណគ្រូរបស់អ្នកមែនទេសិនធានខ្ញុំក៏មានការលំបាកដែរហើយអ្នកកំពុងព្យាយាមឆ្លៀតឱកាសពីខ្ញុំមែនទេប្រសិនបើអ្នកកំពុងធ្វើឲ្យរឿងពិបាកសម្រាប់ខ្ញុំនឹងសារភាពប្រាប់លោកខៃហើយចំណាយប្រាក់ដោយកំហឹងដ៏សុចរិតមួយចំនួនដើម្បីដោះស្រាយរឿងឈប់អ្នកខូខើណាស់ដែលមិនឲ្យខ្ញុំមួយកាក់អាណាចក្រទេវភាព9លីគឺជាកន្លែងដែលអរិយដ៏អស្ចារ្យត្រូវបានផ្សារភ្ជាប់ពេញមួយសម័យកាលសូម្បីតែមានការអនុញ្ញាតពិសេសដែលផ្ដល់ដោយដាវនៃពិធីក៏ដោយខ្ញុំអាចនាំអ្នកចូលបានត្រឹមតែ4ម៉ោងប៉ុណ្ណោះយូរហើយដែលមិនបានឃើញនៅកន្លែងធម្មតាដាវគោលាន់នឹងសម្រាប់អរិយជប៉ុនបន្ទាប់មកអ្នកនឹងសម្រាប់ពួកគេហើយចាក់ចេញអ្នកបានស្ទាត់ជំនាញបច្ចេកទេសរបស់ឈិនយ៉ាងស្ទាត់ជំនាញប៉ុន្តែដើម្បីធ្វើជាម្ចាស់លើលំដាប់13នៃអរិយឈាមអ្នកត្រូវតែបរបាញ់នាគអរិយថ្នាក់ទី7ចំនួន10ក្បាលទាញយកបេះដូងនិងខ្លឹមសារឈាមរបស់ពួកគេហើយក៏ហៅឈិនអ្នកនឹងជួយប៉ុន្តែវគ្គចុងក្រោយទាំង5ត្រូវតែបញ្ចប់ដោយឈិនមែនហើយនេះគឺជាលោកក្រវៃក្មេងមានរឿងអ្វីគុំរំខានប្រញាប់ឡើងហើយបរបាញ់អរិយនេះគឺជាភាពឈួតនៃវិញ្ញាណដែលមានកម្រិតលំបាកខ្ពស់លោកក្រវៃក្មេងប្រយ័ត្នតើឈិនល្ងងនេះកំពុងធ្វើអ្វីគាត់មានប្រភពអរិយដែលមានអំណាចប្រយុទ្ធចិត្តដល់ថ្នាក់ទី6ដេញតាមគាត់លោកក្រវៃក្មេងប្រយ័ត្នគាត់ទើបតែលេបខ្លឹមសារនៃអរិយស្រូបយកខ្ញុំនឹងប្រើអ្នកជាចរនាសាឡបងស្ថានសួគ៌ដ៏អាអន់ចិត្តលោកក្រវៃក្មេងការវិតម្លៃរបស់អ្នកចិត្តមកដល់ហើយអ្នកមិនគួរខ្ជះខ្ជាយកម្លាំងខាងក្នុងរបស់អ្នកទៅលើអ្នកក្រោមបង្គាប់របស់អ្នកទេតើអ្នកណាប្រាប់អ្នកឲ្យជាកម្មសិទ្ធិរបស់ខ្ញុំអ្នកមិនអាចរងការខូចខាតបានទេរាងកាយរបស់ម្ចាស់ដើមបានប្រសើរឡើងគួរឲ្យកត់សម្គាល់រួចទៅហើយការប្រឡងជាប់ការវិតម្លៃមិនគួរជាបញ្ហាទេប៉ុន្តែដើម្បីឈានដល់កម្រិតនៃការដាំដុះនៃជីវិតមុនរបស់គាត់អាចក្លាយជាមនុស្សរឹងមាំជាងមុនមួយជំហានម្ដងការប្រឡងផ្សះផ្សារបស់គ្រូសុំទានចាប់ផ្ដើមវត្ថុទី1គឺលើកសោសាកសពវ៉ៅរឹងមាំណាស់រាងកាយថ្នាក់ទី8វត្ថុនេះស្រាលដូចកបាសខ្ញុំត្រូវបង្ហាញធ្ងន់ណាស់ចិត្តដល់ហើយវត្ថុទី2គឺស្លៀកអាវតង់សិនធានចាំមើលថាតើអ្នកឈ្នះដោយរបៀបណាបើកភ្នែកឆ្កែរបស់អ្នកហើយមើលឲ្យចិត្តវត្ថុទី3គឺប៊ីជីនូយកចិត្តទុកដាក់អ្នកប្រឡងភាពមុតស្រួចរបស់ជីនូជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេបើខ្ញុំធ្វើវាខ្ញុំនឹងទៅទាំងអស់ទោះបីជាខ្ញុំស្លាប់ក៏ដោយគ្មានអ្នកណាអាចបន្ទោសខ្ញុំបានទេលោកក្រវៃក្មេងសិនធានចប់ហើយឯងជាមនុស្សអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមឯងពិតជាចង់ឈ្នះមែនឈួតណាស់ឯងគិតថាឯងអាចឈ្នះបានមែនទេវាជារឿងទាំងអស់ដែលគួរ UC កំពុងធ្វើបង្កគ្រោះថ្នាក់ដល់ជីវិតនរណាម្នាក់ដោយបើកចំហក្នុងអំឡុងពេលប្រឡងតើគាត់គួរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអ្វីជប់បង្កាច់បង្ខូចខ្ញុំបាននិយាយរួចហើយថាជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេទោះបីជាអ្នកស្លាប់ក៏ដោយអ្នកនៅតែជាអ្នកចាញ់មនុស្សអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមកុំប្រញាប់ប្រញាល់ពេកកុំបង្កបញ្ហាដល់ចៅហ្វាយវ័យក្មេងជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេទោះបីជាអ្នកស្លាប់ក៏ដោយអ្នកនៅតែជាអ្នកចាញ់អ្នកឈិនអ្នកមិនបាននិយាយថាជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេប្រសិនបើអ្នកមិនបានកិច្ចវិទេអ្នកគឺជាអ្នកចាញ់ដូច្នេះចុះយ៉ាងណាបើអ្នកជាអ្នកចាញ់មនុស្សអាក្រក់ខៃយ៉ាសេនោះមិនត្រឹមតែចេតនាធ្វើឲ្យនរណាម្នាក់រងរបួសប៉ុណ្ណោះទេថែមទាំងមិនអើពើនឹងច្បាប់ប្រឡងទៀតផងសូមលុបចោលការប្រឡងរបស់គាត់ឈិនទេពូឈិនខ្ញុំខុសហើយឈប់ឈិនបានប្រឡងជាប់មុខវិជ្ជាទាំង3ត្រឡប់ទៅរៀបចំខ្លួនសម្រាប់ការពិនិត្យសុខភាពសាធារណៈលើកក្រោយសូមអរគុណខៃអធិការអធិរាជចំពោះការសម្រេចចិត្តរបស់អ្នកដោយផ្អែកលើហេតុផលអ្វីខៃអធិការអធិរាជតើអ្នកមានការភ័ន្តច្រឡំទេឈិនលោកក្រវៃក្មេងលេងកំពុងសួរខ្ញុំ
ទេអធិការអធិរាជសូមកុំយល់ច្រឡំខ្ញុំខ្លាចថាមនុស្សតូចតាចមួយចំនួនអាចនឹងបញ្ឈប់លេនដន់ពីការប្រឡងជាប់មុខវិជ្ជាទាំង3ត្រឡប់ទៅរៀបចំខ្លួនសម្រាប់ការពិនិត្យសុខភាពសាធារណៈលើកក្រោយសូមអរគុណខេត្តអធិការអធិរាជចំពោះការសម្រេចចិត្តរបស់អ្នកដោយផ្អែកលើហេតុផលអ្វីខេត្តអធិការអធិរាជតើអ្នកមានការភ័ន្តច្រឡំទេShenzhen លោកក្រវៃក្មេងលេនកំពុងសួរខ្ញុំទេអធិការអធិរាជសូមកុំយល់ច្រឡំខ្ញុំខ្លាចថាមនុស្សតូចតាចមួយចំនួនអាចនឹងបញ្ឈប់លេនយន្តពីការប្រឡងជាប់ខេត្តអធិការអធិរាជសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតលទ្ធផលល្អប៉ុន្តែការប្រឡងជាប់ការពិនិត្យសុខភាពសាធារណៈលើកក្រោយនឹងនៅតែពិបាកខ្ញុំមានវគ្គបង្រៀននៅទីនេះប្រសិនបើអ្នកធ្លាក់ខ្ញុំនឹងសងប្រាក់អ្នកវិញពេញលេញវាជាទំនាក់ទំនងរវាងគ្រូនិងសិស្សខ្ញុំនឹងផ្ដល់ការបញ្ចុះតម្លៃ20ចុះយ៉ាងណាវិញចៅហ្វាយចាស់របស់ខ្ញុំបាននិយាយថាឯកសារឡើងថាអ្នកនឹងត្រូវចេញនៅថ្ងៃស្អែកវាមិនអាក្រក់ទេក្នុងការបោកប្រាស់គាត់មុនពេលចាក់ចេញកុំដឹងគុណអូទេលោកគ្រូមានអ្វីមួយកើតឡើងភ្លាមឯកសារឡើងឋានៈរបស់អ្នកមិនទាន់ត្រូវបានចេញផ្សាយមានអ្វីកើតឡើងវាគឺជាករណីដងឆេងដែលត្រូវបានបដិសេធអ្នកត្រួតពិនិត្យអធិរាជខុយក៏បាននិយាយឲ្យស៊ើបអង្កេតករណីអគ្គិភ័យនៅក្នុងឃ្លាំងរបស់នាយកដ្ឋានឧបករណ៍អធិរាជពីមុនអ្នកត្រូវបានគេសន្មតថានៅស្ងៀមឃ្លាំងអធិរាជបានឆេះហើយក្នុងនាមជាស្នងការអប់រំខ្ញុំទទួលខុសត្រូវជាចម្បងការធ្វើឲ្យខ្ញុំនៅស្ងៀមគឺជាការប៉ុនប៉ងរុញខ្ញុំចេញគ្មានផ្លូវទេយើងមិនអាចបាត់បង់ការគ្រប់គ្រងពីគ្រួសារ Shen បានទេយ៉ាង Master Shen តើអ្នកពិតជាមិនពិចារណាវគ្គសិក្សារបស់ខ្ញុំទេខ្ញុំនឹងបង់ប្រាក់ឲ្យអ្នកអរគុណស្នងការអប់រំតើអ្នកមិនគ្រាន់តែព្យាយាមបោកប្រាស់ខ្ញុំទេតើអ្នកកំពុងធ្វើអ្វីឥឡូវនេះដោយវិនិច្ឆ័យដោយអាកប្បកិរិយារបស់នាងបញ្ហាឯកសារឡើងឋានៈប្រហែលជាតាក់ទងនឹងនាងវាមិនមែនថាខ្ញុំចង់ធ្វើជាមិត្តនឹងយ៉ាង Master Shen ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់គាត់នោះទេស្ត្រីម្នាក់នេះបានបញ្ឆោតខ្ញុំឲ្យអនុវត្តសិល្បៈអាក្រក់ពីមុនប្រសិនបើខ្ញុំមិនធ្លាប់ជាអ្នកដាំដុះអាក្រក់ក្នុងជីវិតមុនរបស់ខ្ញុំហើយមានគុជខ្យង Charles ខ្ញុំនឹងត្រូវសម្លាប់ជាយូរមកហើយឥឡូវនេះខ្ញុំបានបំផ្លាញផ្លូវឡើងឋានៈរបស់នាងដឹងថាត្រូវមកអង្វរសុំធ្វើជាមិត្តនឹងខ្ញុំមិនចាំបាច់ទេខ្ញុំត្រូវចាក់ចេញមុនទេខ្ញុំត្រូវតែតោងជាប់នឹងកន្ទុយអាវរបស់Shen បើមិនដូច្នោះទេខ្ញុំនឹងស្លាប់យ៉ាងវេទនាខ្ញុំមិនដែលរំពឹងថាមនុស្សរឹងរូសនេះមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេថែមទាំងជាប់គុកទៀតផងវាហាក់ដូចជាការវិតម្លៃនឹងត្រូវធ្វើឡើងដោយដៃប្រុសកំបោរលើដីនិងកាប់ដើមឈើចាស់សូម្បីតែកាត់មែកឈើកន្លះអ៊ីងនៅក្នុងព្រៃឈើប៉ុន្តែចំការតែផ្ដល់ទិន្នផលច្រើនដងជាងនេះទៅទៀតលោកម្ចាស់យើងបានដាំតែពេញមួយជីវិតរបស់យើងមិនដែលធ្វើអ្វីដូចនេះពីមុនមកទេសូម្បីតែស្វាមីរបស់ខ្ញុំក៏ត្រូវបានគេស្ដីបន្ទោសយ៉ាងខ្លាំងកាលពីម្សិលមិញនៅពេលដែលគាត់កំពុងជីកប្រឡាយដើម្បីយកធ្យូងថ្មនេះគឺជាបច្ចេកទេសនៃការបង្កើននិងបន្ថយដែលខ្ញុំបានស្រាវជ្រាវតាំងពីខ្ញុំនៅ Denchen ហើយមនុស្សមានអំណាចរាប់មិនអស់បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីវាឥឡូវនេះខ្ញុំកំពុងបង្រៀនវាដល់អ្នកដោយឥតគិតថ្លៃហើយអ្នកកំពុងត្អូញត្អែម៉ូខេងលីកំពុងតែប្រញាប់ប្រញាល់ធ្វើសកម្មភាពគាត់ប្រហែលជាបានទីថាខ្ញុំកំពុងកុហកនៅពេលដែលខ្ញុំនិយាយថាពូរបស់ខ្ញុំនឹងត្រឡប់មកវិញយើងត្រូវតែរកវិធីដើម្បីលុបបំបាត់គ្រោះថ្នាក់ដែលលាក់កំបាំងនេះទន្សាយអាក្រក់នេះកំពុងកំណត់គោលដៅម្ជូរស្រជាពិសេសតម្លៃម្ជូរស្រនឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល2-3ថ្ងៃប្រសិនបើយើងចាប់យកឱកាសនេះយើងនឹងរកប្រាក់ចំណេញបានច្រើនលោកម្ចាស់វ័យក្មេងមានរឿងអ្វីប្រញាប់ទៅទិញម្ជូរស្រក្នុងបរិមាណច្រើនក្នុងតម្លៃទីផ្សារ 1.5 ដងលោកម្ចាស់វ័យក្មេងហេតុអ្វីបានជាលោកចំណាយប្រាក់ច្រើនម្លេះលើម្ជូរស្រលោកឈរនៅទីនោះដើម្បីអ្វីទៅវាយឺតពេលហើយវាជាShen Chiloលោកម្ចាស់វ័យក្មេងការទិញរបស់ពូយ៉ែងដ៏ថោកទាបរបស់ខ្ញុំទំនងជាមានជាប់ពាក់ព័ន្ធខ្ញុំសង្ឃឹមថាសម្បត្តិនេះនៅតែទាន់ពេលវេលាយកវាទៅឲ្យពូរបស់ខ្ញុំភ្លាមនោះគឺជាលោកម្ចាស់វ័យក្មេងម៉ូខេងគាត់នៅឆ្ងាយពីរាជធានីនៅលើផ្លូវពាណិជ្ជកម្មខ្ញុំសង្ឃឹមថាគាត់នឹងមិនសម្លាប់ខ្ញុំទេប្រហែលជាខ្ញុំអាចបង្វែរការយកចិត្តទុកដាក់របស់គាត់ជាមុនសិនហេតុអ្វីបានជាគាត់ស្រាប់តែព្រួយបារម្ភអំពីគ្រួសារឡងត្រូវតែមានអ្វីមួយគួរឲ្យសង្ស័យអំពីរឿងនេះលោកម្ចាស់វ័យក្មេងខ្ញុំបានប្រមូលផលបាន13,000 ស៊ីរួចហើយក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះហើយខ្ញុំក៏បានដុត3,000 ស៊ីពីវាលស្រែផងដែរលោកម្ចាស់វ័យក្មេងហេតុអ្វីបានជាលោកទិញស្លឹកឈើដែលខូចច្រើនម្ល៉េះគ្រាន់តែទៅទិញវាខ្ញុំមានការប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់ពួកវាខ្ញុំគិតថាគាត់បានផ្លាស់ប្ដូរទម្លាប់របស់គាត់ប៉ុន្តែវាប្រែថាគាត់គ្រាន់តែចាញ់ម្ដងទៀតសិនធានពូរបស់ឯងសិនបាដាចប់ហើយចេញមកស្លាប់ទៅអូខ្ញុំគិតថាអ្នកណានៅទីនេះនេះមិនមែនជាលោកក្រវៃក្មេងលីនទេដែលបានបាត់បង់ជើងមួយក្នុងការប្រឡងហេតុអ្វីបានជាឯងចង់ត្រូវគេវាម្ដងទៀតលើកមុនវាជាជើងឆ្វេងរបស់ឯងលើកនេះវាជាជើងស្ដាំរបស់ឯងមិនដឹងទេពូរបស់ឯងត្រូវបានផ្អាកពីតំណែងរបស់គាត់សិនស៊ីវលូទើបតែឲ្យពូបានផ្ញើសារហើយគាត់ត្រូវបានផ្អាកពីតំណែងវាហាក់ដូចជាពូថោករបស់ខ្ញុំឆ្លាតណាស់ឥឡូវនេះសិនបាដាត្រូវបានផ្ទេរទៅការិយាល័យគ្រប់គ្រងហាងគាត់បានផ្លាស់ប្ដូរពីការលើកដំកើងព្រះចៅអធិរាជទៅជាអ្នកយាមគ្រួសារសិនរបស់ឯងចប់ហើយចាំមើលថាតើឯងនៅតែហ៊ានឆ្មើងឆ្មៃអត់ប្រសិនបើរឿងនេះជាការពិតការសម្លាប់សិនធាននឹងមិនមែនជាបញ្ហាទេពូកាងតើគ្រួសារលីនមានទ្រព្យសម្បត្តិបុណ្យសពទេជាការពិតណាស់យ៉ាងហោចណាស់20,000ស៊ីលោកក្រវៃក្មេងលីនពិតជាមានចំណេះដឹងល្អដោយសារខ្ញុំគួរឲ្យអាណិតណាស់តើលោកក្រវៃក្មេងលីនអាចជួយខ្ញុំបានទេឯងចង់អង្វរសុំក្តីមេត្តាទេ
ពិតណាស់ដរាបណាអ្នកនៅតែអន់ក្បាលទទួលស្គាល់កំហុសរបស់អ្នកហើយយកប្រាក់1,000តាមមកឲ្យខ្ញុំទៀតខ្ញុំនឹងដោះលែងអ្នកនៅថ្ងៃនេះលោកគ្រូតូចលីនអ្នកធ្វើហួសហេតុពេកហើយកុំខឹងខ្លាំងពេកខ្ញុំនៅតែចង់ធ្វើជំនួញជាមួយលោកគ្រូតូចលីនខ្ញុំនឹងប្រើប្រាក់3,000តានេះដើម្បីទិញទ្រព្យសម្បត្តិបុណ្យសពទាំងអស់នៅក្នុងដៃរបស់លោកគ្រូតូចលីនចុះយ៉ាងណាចំពោះរឿងនោះប្រាក់3,000តាដើម្បីទិញទ្រព្យសម្បត្តិបុណ្យសពដែលគ្មានតម្លៃប្រសិនបើវាមិនចូលទៅក្នុងរតនាគារទេវានៅតែជាប្រាក់ហោប៉ៅមួយចំនួនធំសិនធានអ្នកមិនលេងល្បិចអ្វីទៀតទេមែនទេតើអាចមានល្បិចអ្វីខ្លះខ្ញុំគ្រាន់តែចង់ឲ្យលុយនោះទៅលោកម្ចាស់វ័យក្មេងលីនដោយស្របច្បាប់ដើម្បីសុំផ្លូវចេញអ្នកគ្រាន់តែមានចិត្តល្អទេក្មេងយ៉ាងណាមិញលោកម្ចាស់វ័យក្មេងលីនមិនមែនជាគ្រួសារដ៏មានឥទ្ធិពលតែមួយគត់នៅក្នុងតៃធានហ្វូនោះទេខ្ញុំនឹងប្រើវាដើម្បីធ្វើជាមិត្តនឹងហ្វាទីហានគាត់ពិតជាមិនបដិសេធទេរងចាំបន្តិចមាននរណាម្នាក់មកយកទ្រព្យសម្បត្តិបុណ្យសពរបស់គ្រួសារខ្ញុំទាំងអស់ហើយផ្ញើវាទៅវិមានទេពធីតាខ្ញុំនឹងរងចាំរហូតដល់អ្នកខ្ជះខ្ជាយទ្រព្យសម្បត្តិគ្រួសាររបស់អ្នកហើយអ្នកនឹងស្ថិតនៅក្រោមការអាណិតអាសូររបស់ខ្ញុំមនុស្សល្ងងម្នាក់នេះងាយស្រួលបញ្ឆោតណាស់គាត់ប្រហែលជាខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលគាត់គិតអំពីអ្វីដែលគាត់បានធ្វើនៅថ្ងៃនេះឥឡូវនេះលុយនៅក្នុងហោប៉ៅរបស់ខ្ញុំដូច្នេះគ្មានផ្លូវត្រឡប់មកវិញទេជាការពិតណាស់ខ្ញុំនឹងមិនត្រឡប់ក្រោយតាមពាក្យរបស់ខ្ញុំទេលោកម្ចាស់វ័យក្មេងប្រញាប់ប្រញាល់អ្វីតើអ្នកមិនមានសុជីវធម៌ទេតៃធានហ្វូកំពុងស្ថិតក្នុងគ្រោះមហន្តរាយដ៏ធំមួយបុកបុរសបានបញ្ជាជាពិសេសឲ្យយើងស៊ើបអង្កេតស្ថានភាពបុណ្យសពយ៉ាងឆាប់រហ័សនិងទិញទ្រព្យសម្បត្តិបុណ្យសពយ៉ាងសកម្មលោកម្ចាស់វ័យក្មេងរបស់អ្នកទើបតែលក់ទ្រព្យសម្បត្តិបុណ្យសពរបស់គ្រួសារគាត់ទាំងអស់មកខ្ញុំដឹងថាអ្នកមានចិត្តអ្នកលាក់កំបាំងប្រគល់ពិធីបុណ្យសពមកវិញទ្រព្យសម្បត្តិសម្រាប់ខ្ញុំកិច្ចសន្យានេះគឺជាកិច្ចសន្យាចុងក្រោយលុយគឺច្បាស់លាស់គ្មានការវិលត្រឡប់វិញទេហេតុអ្វីបានជាលោកម្ចាស់វ័យក្មេងចំណាយប្រាក់ច្រើនម្លេះលើមចូលស្រតើអ្នកឈរនៅទីនោះដើម្បីអ្វីវានឹងយឺតពេលហើយប្រសិនបើអ្នករងចាំវាគឺជាសិនជីឡូវាគឺជាលោកម្ចាស់វ័យក្មេងការទិញរបស់ពូយ៉ែងដ៏ថោករបស់ខ្ញុំទំនងជាត្រូវបានចោទប្រកាន់ខ្ញុំសង្ឃឹមថាសម្បត្តិនេះនៅតែទាន់ពេលវេលាយកសម្បត្តិនេះទៅពូរបស់ខ្ញុំជាបន្ទាន់នោះគឺជាលោកម្ចាស់វ័យក្មេងម៉ូខេងគាត់នៅឆ្ងាយពីរាជធានីនៅលើផ្លូវពាណិជ្ជកម្មខ្ញុំចង់ឲ្យគាត់ទុកជីវិតខ្ញុំប្រហែលជាខ្ញុំអាចរំខានគាត់ជាមុនសិនហេតុអ្វីបានជាគាត់ស្រាប់តែព្រួយបារម្ភអំពីគ្រូសាឡុងត្រូវតែមានអ្វីមួយគួរឲ្យសង្ស័យអំពីរឿងនេះលោកម្ចាស់វ័យក្មេងខ្ញុំបានប្រមូលផលបាន13,000ស៊ីរួចហើយក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះហើយខ្ញុំក៏បានដុត3,000ស៊ីពីវាលស្រែផងដែរលោកម្ចាស់វ័យក្មេងហេតុអ្វីបានជាអ្នកទិញស្លឹកឈើគ្មានតម្លៃច្រើនម្ល៉េះគ្រាន់តែទៅទិញវាខ្ញុំមានការប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់ពួកវាខ្ញុំគិតថាគាត់បានផ្លាស់ប្ដូរទម្លាប់របស់គាត់ប៉ុន្តែវាប្រែថាគាត់គ្រាន់តែខ្ជះខ្ជាយលុយម្ដងទៀតគឺសិនធានពូរបស់ឯងសិនបាដាចប់ហើយចេញមកប្រឈមមុខនឹងសេចក្តីស្លាប់របស់ឯងអូតើយើងមានអ្នកណានៅទីនេះនេះមិនមែនជាលោកគ្រូតូចលីនដែលធ្វើឲ្យជើងរបស់គាត់ពិការក្នុងការប្រឡងទេឯងចង់វាម្ដងទៀតមែនទេលើកមុនជើងឆ្វេងរបស់គាត់លើកនេះជើងស្ដាំរបស់គាត់ឯងមិនដឹងរឿងនោះទេពូរបស់ឯងត្រូវបានព្យួរការងារសិនស៊ីវលូទើបតែផ្ញើដំណឹងនេះទៅពូរបស់ខ្ញុំហើយគាត់ត្រូវបានព្យួរការងាររួចហើយវាហាក់ដូចជាពូថោករបស់ខ្ញុំមានខួរក្បាលខ្លះឥឡូវនេះសិនបាដាត្រូវបានផ្ទេរទៅការិយាល័យគ្រប់គ្រងហាងពីការលើកដំកើងមនុស្សនៅចំពោះមុខព្រះចៅអធិរាជរហូតដល់ការបោះសម្អាតកម្រាលឥដ្ឋគ្រួសារសិនរបស់ឯងចប់ហើយចាំមើលថាតើឯងនៅតែហ៊ានឆ្មើងឆ្មៃអត់ប្រសិនបើរឿងនេះជាការពិតការសម្លាប់សិនធាននឹងមិនមែនជាបញ្ហាទេពូកាងតើគ្រួសារលីនមានការចំណាយបុណ្យសពទេជាការពិតណាស់យ៉ាងហោចណាស់20,000ស៊ីលោកគ្រូតូចលីនពិតជាប្រភពព័ត៌មានមែនគឺលីងតុងព្រោះខ្ញុំគួរឲ្យអាណិតណាស់លោកគ្រូតូចលីនតើអ្នកអាចជួយខ្ញុំបានទេចង់អង្វរសុំក្តីមេត្តាទេពិតណាស់ដរាបណាអ្នកនៅតែអន់ក្បាលទទួលស្គាល់កំហុសរបស់អ្នកហើយយកប្រាក់1,000តាល់មកឲ្យខ្ញុំនឹងដោះលែងអ្នកនៅថ្ងៃនេះលោកគ្រូវ័យក្មេងលីនអ្នកធ្វើហួសហេតុពេកហើយកុំសាហាវពេកខ្ញុំនៅតែចង់ធ្វើជំនួញជាមួយលោកគ្រូវ័យក្មេងលីនខ្ញុំនឹងប្រើប្រាក់3,000តាល់នេះដើម្បីទិញសម្ភារៈបុណ្យសពទាំងអស់របស់លោកគ្រូវ័យក្មេងលីនចុះយ៉ាងណាចំពោះរឿងនោះប្រាក់3,000តាល់សម្រាប់សម្ភារៈបុណ្យសពដែលគ្មានតម្លៃប្រសិនបើវាមិនចូលទៅក្នុងរតនាគារទេវានៅតែជាប្រាក់ហោប៉ៅមួយចំនួនធំសិនធានអ្នកមិនលេងល្បិចអ្វីទៀតទេមែនទេជាការពិតណាស់ទេខ្ញុំគ្រាន់តែចង់ផ្ដល់ប្រាក់នេះទៅឲ្យលោកគ្រូវ័យក្មេងលីនដោយស្របច្បាប់ដើម្បីអង្វរសុំជីវិតរបស់គាត់អ្នកគ្រាន់តែមានចិត្តល្អប៉ុណ្ណោះក្មេងយ៉ាងណាមិញអ្នកមានអំណាចនិងអ្នកមាននៅក្នុងខេត្តតៃធានមិនមែនគ្រាន់តែជាគ្រួសាររបស់លោកគ្រូវ័យក្មេងលីននោះទេខ្ញុំនឹងប្រើវាដើម្បីធ្វើជាមិត្តនឹងហ្វាទីហ៊ានគាត់ពិតជាមិនបដិសេធទេនៅពេលដែលមនុស្សមកដល់ពួកគេនឹងយកទ្រព្យសម្បត្តិបុណ្យសពទាំងអស់របស់គ្រួសារខ្ញុំហើយផ្ញើវាទៅវិមានដ៏ទេវភាពវាទាំងអស់គឺដើម្បីឲ្យអ្នកអាចខ្ជះខ្ជាយទ្រព្យសម្បត្តិរបស់អ្នកពេលនោះអ្នកនឹងស្ថិតនៅរោមការអាណិតអាសូររបស់ខ្ញុំមនុស្សល្ងងម្នាក់នេះងាយនឹងបញ្ឆោតណាស់គាត់ប្រហែលជាខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលគាត់គិតអំពីអ្វីដែលគាត់បានធ្វើនៅថ្ងៃនេះលុយនៅក្នុងហោប៉ៅរបស់ខ្ញុំឥឡូវនេះគ្មានវិធីណាអាចវិលត្រឡប់មកវិញបានទេជាការពិតណាស់ខ្ញុំនឹងមិនសោកស្ដាយវាទេលោកម្ចាស់វ័យក្មេងតើការភ័យស្លន់ស្លោនោះជាអ្វីតើអាកប្បកិរិយារបស់អ្នកណែណាវិមានតៃធានកំពុងជួបបញ្ហាធ្ងន់ធ្ងរព្រះចៅអធិការបានបញ្ជាឲ្យយើងស៊ើបអង្កេតស្ថានភាពពិធីបុណ្យសពយ៉ាងឆាប់រហ័សនិងទិញទ្រព្យសម្បត្តិបុណ្យសពយ៉ាងសកម្មលោកម្ចាស់វ័យក្មេងរបស់អ្នកទើបតែលក់ទ្រព្យសម្បត្តិបុណ្យសពរបស់គ្រួសារទាំងអស់ឲ្យខ្ញុំដឹងថាអ្នកមានចិត្តណាលាក់កំបាំងប្រគល់ទ្រព្យសម្បត្តិមកខ្ញុំវិញ
កិច្ចសន្យាគឺចុងក្រោយប្រាក់និងទំនិញត្រូវបានដោះដូរគ្មានវិធីណាអាចវិលត្រឡប់មកវិញបានទេប្រយ័ត្នអ្នកនាងសុខសប្បាយជីទេខ្ញុំសុខសប្បាយជីទេវាគ្រាន់តែជាភ្នំព្រឺនេះប៉ុណ្ណោះខ្ញុំមនុស្សល្ងងតើអ្នកដើរដោយរបៀបណាតើអ្នកមិនបានឃើញឡាននេះទេវាទាំងអស់គឺដោយសារតែអ្នកទេដែលយើងបានបំផ្លាញភ្នំព្រឹលអាយុ1000ឆ្នាំរបស់យើងតើយើងគួរធ្វើអ្វីរំខានណាស់អាចជិះបានតែនៅតំបន់ដាច់ស្រយាលទេឬក៏អ្នកជិះមេបាំប្អូនស្រីដ៏ស្រស់ស្អាតតើខ្ញុំអាចជិះបានទេយល់ព្រមកុំបន្ទោសគាត់ឡើងឡានទៅយល់ព្រមប្អូនស្រីដ៏ស្រស់ស្អាតខ្ញុំមានភ្នំបាក់បែកនេះច្រើនណាស់បើអ្នកចូលចិត្តវាខ្ញុំមាន100ដើម្បីផ្ដល់ឲ្យអ្នកភ្នំបាក់បែកនេះគឺជាភ្នំព្រឹលអាយុ1000ឆ្នាំដែលមានតម្លៃរាប់រយលានម្ចាស់របស់យើងនៅតែរងចាំគាត់ជួយសង្គ្រោះជីវិតរបស់គាត់ប៉ុន្តែឥឡូវនេះអ្នកបានបំផ្លាញវាហើយប្រហែលជានេះជាវាសនាប្អូនស្រីដ៏ស្រស់ស្អាតជីតារបស់អ្នកមានជំងឺធ្ងន់ធ្ងរមែនទេភ្នំនេះមិនអាចព្យាបាលជំងឺបានទេយ៉ាងច្រើនបំផុតវាអាចធ្វើឲ្យមនុស្សដែលជិតស្លាប់បានគាត់គ្រាន់តែជាសាកសពដាល់បានអ្នកជាគ្រូពេទ្យមិនហ៊ានអះអាងឋានៈជាគ្រូពេទ្យទេពធីតាលេខ1របស់ពិភពលោកទេអ្នកគួរតែដកថយក្មេងនេះប្រហែលជាឈួតហើយប្អូនស្រីអរៈធំកុំរើអីនេះប្រសិនបើធម្មពលត្រជាក់នៅក្នុងខ្លួនរបស់អ្នកប្រមូលផ្ដុំហើយមេរេឌៀនត្រូវបានរារាំងអស់រយៈពេលជាច្រើនឆ្នាំផលវិបាកនឹងគ្មានទីបញ្ចប់ប្រសិនបើវាមិនត្រូវបានដោះស្រាយទាន់ពេលវេលាតើអ្នកកំពុងធ្វើអ្វីក្មេងមិនអីទេបញ្ហានេះរបស់អ្នកនឹងមិនកើតឡើងវិញទេវាពិតជាមិនឈឺចាប់ទៀតទេអ្នកពិតជាចេះវិទ្យាសាស្ត្រខ្ញុំបានប្រាប់អ្នកថាខ្ញុំជាគ្រូពេទ្យលេខ1នៅលើពិភពលោកខ្ញុំនឹងគេងលក់ក្រោកឡើងហើយខ្ញុំថាប្អូនស្រីអរៈយើងបានមកដល់ហើយរងចាំមួយផ្លេតយើងបានមកដល់ហើយមិនអីទេអរគុណប្អូនស្រីដ៏ស្រស់ស្អាតដែលបានជូនខ្ញុំទៅនេះសូមលេបថ្នាំនេះវាគួរតែព្យាបាលជំងឺរបស់ជីតាអរគុណដោយវិធីនេះតើអ្នកដឹងទេថាគ្រូសាវេននៅណាហេតុអ្វីបានជាអ្នកកំពុងស្វែងរកគ្រូសាវេនខ្ញុំកំពុងស្វែងរកអ្នកនាងវេនមីងជូយើងកំពុងភ្ជាប់ពាក្យខ្ញុំកំពុងស្វែងរកនាងរៀបការនារីស្រស់ស្អាតលំដាប់លេខ1របស់គឺវ៉ាន់ខ្ញុំនឹងសាកសួរអំពីវាសម្រាប់អ្នកមិនអីទេខ្ញុំនឹងទៅមុនខ្ញុំមិនងុយគេងតតែសោះប៉ុន្តែខ្ញុំខ្លាចថាខ្ញុំនឹងមិនអាចនៅភ្ញាក់រហូតដល់ថ្ងៃស្អែកតើអ្នកមិនបាននិយាយថាអ្នកបានរកឃើញភ្នំព្រឺ1000ម៉ាយនិងថ្នាំទ្រទ្រង់ជីវិតថ្ងៃទី1ខែឧសភាទេវាមកដល់ហើយតើអ្នកនៅតែស្ទាក់ស្ទើរអ្វីប្រញាប់ឡើងហើយយកថ្នាំចេញម៉ាក់មានគ្រោះថ្នាក់តូចមួយនៅតាមផ្លូវមកទីនេះភ្នំព្រឺ1000ម៉ាយបានបាត់ទៅហើយប៉ុន្តែនៅតាមផ្លូវមកទីនេះខ្ញុំបានជួបគ្រូពេទ្យអភូតហេតុម្នាក់គ្រូពេទ្យអភូតហេតុនោះបាននិយាយថាថ្នាំនេះអាចព្យាបាលជំងឺរបស់ជីតាបានយ៉ាងឆាប់រហ័សមែនខអស់រយៈពេលជាច្រើនឆ្នាំមកនេះក្រោមរូបភាពនៃការស្វែងរកថ្នាំអ្នកបានសុំលុយនិងធនធានពីក្រុមគ្រួសារប៉ុន្តែនៅទីបញ្ចប់អ្នកបានឲ្យគាត់នៅអ្វីដែលហៅថាថ្នាំដែលត្រូវគ្នាព្រោះថ្នាំនោះបានបញ្ឆោតអ្នកហើយតើគាត់មានប៉ុន្មានតើអ្នកអាចជានឹងពន្យល់មិនចាំបាច់មានការពន្យល់ទេនរណាម្នាក់ទាត់យួនចេញពីផ្ទះបើកផែចន្ទីរងចាំនេះជាក្របរំសេវដៃជើងនៅក្នុងលោកនេះមានតែសម្លៀកបំពាក់ខ្មោចទេដែលអាចលក់វាបានអ្វីបរោះចំណាស់ភ្ញាក់ហើយលោកតាតើរឿងនេះអាចទៅរួចដោយរបៀបណាគួរឲ្យអាណិតណាស់យើងមានក្របរំសេវគ្រប់គ្រាន់ដើម្បីចិញ្ចឹមត្រីស្គមយើងអាចចិញ្ចឹមបរោះចំណាស់បានតែ3ថ្ងៃប៉ុណ្ណោះគាត់បានសន្យាជាមួយអ្នក3ថ្ងៃអ្នកបានបង្កើតភាពរញ៉េញ៉ៃមែនតើនៅតែអាចរកឃើញគ្រូពេទ្យដ៏ទេវភាពនោះបានទេខ្ញុំគ្រាន់តែដឹងថាគាត់ត្រូវបានបញ្ជាដោយព្រះអង្គម្ចាស់ឲ្យប្រើប្រាស់ធនធានទាំងអស់របស់គ្រួសារក្នុងរយៈពេល3ថ្ងៃដើម្បីស្វែងរកគ្រូពេទ្យដ៏ទេវភាពនោះដើម្បីទិញទ្រព្យសម្បត្តិបុណ្យសពដែលគ្មានតម្លៃប្រសិនបើវាមិនចូលទៅក្នុងរតនាគារទេវានៅតែជាប្រាក់ហោប៉ៅមួយចំនួនធំសិនធានអ្នកមិនលេងល្បិចអ្វីទៀតទេមែនទេតើអាចមានល្បិចអ្វីខ្លះខ្ញុំគ្រាន់តែចង់ឲ្យលុយនោះទៅលោកម្ចាស់វ័យក្មេងលីនដោយស្របច្បាប់ដើម្បីសុំផ្លូវចេញអ្នកគ្រាន់តែមានចិត្តល្អទេក្មេងយ៉ាងណាមិញលោកម្ចាស់វ័យក្មេងលីនមិនមែនជាគ្រួសារដ៏មានឥទ្ធិពលតែមួយគត់នៅក្នុងតៃធានហ្វូនោះទេខ្ញុំនឹងប្រើវាដើម្បីធ្វើជាមិត្តនឹងហ្វាទីហានគាត់ពិតជាមិនបដិសេធទេរងចាំបន្តិចមាននរណាម្នាក់មកយកទ្រព្យសម្បត្តិបុណ្យសពរបស់គ្រួសារខ្ញុំទាំងអស់ហើយផ្ញើវាទៅវិមានទេពធីតាខ្ញុំនឹងរងចាំរហូតដល់អ្នកខ្ជះខ្ជាយទ្រព្យសម្បត្តិគ្រួសាររបស់អ្នកហើយអ្នកនឹងស្ថិតនៅក្រោមការអាណិតអាសូររបស់ខ្ញុំមនុស្សងងម្នាក់នេះងាយស្រួលបញ្ឆោតណាស់គាត់ប្រហែលជាខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលគាត់គិតអំពីអ្វីដែលគាត់បានធ្វើនៅថ្ងៃនេះឥឡូវនេះលុយនៅក្នុងហោប៉ៅរបស់ខ្ញុំដូច្នេះគ្មានផ្លូវត្រឡប់មកវិញទេជាការពិតណាស់ខ្ញុំនឹងមិនត្រឡប់ក្រោយតាមពាក្យរបស់ខ្ញុំទេលោកម្ចាស់វ័យក្មេងប្រញាប់ប្រញាល់អ្វីតើអ្នកមិនមានសុជីវធម៌ទេតៃធានហ្វូកំពុងស្ថិតក្នុងគ្រោះមហន្តរាយដ៏ធំមួយបុកបរោះបានបញ្ជាជាពិសេសឲ្យយើងស៊ើបអង្កេតស្ថានភាពបុណ្យសពយ៉ាងឆាប់រហ័សនិងទិញទ្រព្យសម្បត្តិបុណ្យសពយ៉ាងសកម្មលោកម្ចាស់វ័យក្មេងរបស់អ្នកទើបតែលក់ទ្រព្យសម្បត្តិបុណ្យសពរបស់គ្រួសារគាត់ទាំងអស់មកខ្ញុំដឹងថាអ្នកមានចិត្តអ្នកលាក់កំបាំងប្រគល់ពិធីបុណ្យសពមកវិញទ្រព្យសម្បត្តិសម្រាប់ខ្ញុំកិច្ចសន្យានេះគឺជាកិច្ចសន្យាចុងក្រោយលុយគឺច្បាស់លាស់គ្មានការវិលត្រឡប់វិញទេហេតុអ្វីបានជាលោកម្ចាស់វ័យក្មេងចំណាយប្រាក់ច្រើនម្លេះលើមចូលស្រតើអ្នកឈរនៅទីនោះដើម្បីអ្វីវានឹងយឺតពេលហើយប្រសិនបើអ្នករងចាំវាគឺជាសេនឈីឡូវាគឺជាលោកម្ចាស់វ័យក្មេងការទិញរបស់ពូយ៉ែងដ៏ថោករបស់ខ្ញុំទំនងជាត្រូវបានចោទប្រកាន់ខ្ញុំសង្ឃឹមថាសម្បត្តិនេះនៅតែទាន់ពេលវេលាយកសម្បត្តិនេះទៅពូរបស់ខ្ញុំជាបន្ទាន់
នោះគឺជាលោកម្ចាស់វ័យក្មេងម៉ូខេងគាត់នៅឆ្ងាយពីរាជធានីនៅលើផ្លូវពាណិជ្ជកម្មខ្ញុំចង់ឲ្យគាត់ទុកជីវិតខ្ញុំប្រហែលជាខ្ញុំអាចរំខានគាត់ជាមុនសិនហេតុអ្វីបានជាគាត់ស្រាប់តែព្រួយបារម្ភអំពីគ្រូសាឡុងត្រូវតែមានអ្វីលោកម្ចាស់យើងត្រូវតែយុត្តិធម៌ប្រសិនបើពួកគេចាញ់ពួកគេក៏ស្លាប់ដែរប្រសិនបើអ្នកចាញ់អ្នកក៏មិនចាញ់ដែរទេខ្ញុំខុសហើយលោកខ្ញុំខុសហើយលោកគាត់ស្លាប់ហើយមានតែខ្ញុំទេដែលអាចក្លាយជាគូប្រជែងរបស់អ្នកក្មេងរពីនេះគឺជាមេតបរបស់ពួកគេបងស្រីធានយុនប្រសិនបើខ្ញុំប្រយុទ្ធជាមួយគាត់ខ្ញុំពិតជាស្លាប់ក្នុងចលនាមួយអ្នកដាវទាំងអស់នៅពីលើភីកស៊ីមកជាមួយខ្ញុំហើយទប់គាត់អ្នកដែលនៅសល់រត់គេចខ្លួនបងស្រីតើអ្នកមិនបានឃើញចលនានោះទេតើគាត់ជាមនុស្សមែនទេបងស្រីធានយុននៅពីមុខគាត់ខ្ញុំគ្រាន់តែជាស្រមោចប៉ុណ្ណោះយើងទាំងអស់គ្នាត្រូវវិនិច្ឆ័យព្រះម្ចាស់ឲ្យខ្ញុំសុខចិត្តចុះចាញ់និកាយអារក្សហើយបម្រើអ្នកដូចជាទាសករចង់ខ្លាយជាឆ្កែមែនទេខ្ញុំអាចប្រើចលនានេះដើម្បីអំដំណើរអ្នកជារៀងរហូតអ្នកដាវមិនអាចប្រើវាលើមនុស្សបានទេនេះជាបច្ចេកទេសហាមឃាត់ជាអាចកំបាំងបច្ចេកទេសនេះពិតជាខុសខើណាស់គ្រប់គ្រងសំបីតែព្រះនិងអមតៈវាប្រើគ្រឹះប្រលឹងសត្វត្រឆានទាំងមូលរបស់មនុស្សម្នាក់ជាឧបសគ្គដើម្បីភ្ជាប់ដោយបង្ខំជាមួយសិល្បៈអាក្រក់នៃពិភពក្រោមដីហើយការគ្រប់គ្រងដាវហាមឃាត់និងបង្កើនអំណាចប្រយុទ្ធភ្លាមដើម្បីទទួលបានអំណាចហាមឃាត់ដែលមិនអាចប្រៀបផ្ទឹមបានដោយឋានស៊ូជូស៊ីម៉ូដែលគ្មានប្រយោជន៍គ្មានសេចក្តីប្រាថ្នានិងគ្មានជីវិតខ្ញុំបានសម្រេចចិត្តជួយគាត់ជាមួយនឹងកិច្ចការយោធារបស់គាត់ប៉ាយកកូនឆ្កែហើយរត់ទៅប៉ាមកជាមួយប៉ាកូនឆ្កែប៉ាកាត់មកគ្មានទីបញ្ចប់វានឹងមិនដូចនេះទេវាអាចធ្វើបានតែក្នុងតម្លៃនៃការចិញ្ចឹមសត្វរបស់ខ្ញុំប៉ុណ្ណោះប៉ាមិនអាចធ្វើបាបគាត់បានទេល្អណាស់គ្រប់គ្រាន់ហើយខ្ញុំសូមអង្វរប៉ាសូមគុំសម្រាប់កូនស្រីរបស់ខ្ញុំលីហើយប៉ាកំពុងធ្វើអ្វីនៅទីនេះខ្ញុំមកអញ្ជើញប៉ាទៅផ្ទះបើដូច្នោះមកជាមួយប៉ាខ្ញុំនឹងនាំប៉ាទៅផ្ទះខ្ញុំស្គាល់ក្បាច់ដាវនេះឪពុកខ្ញុំបានបង្រៀនខ្ញុំបែបនេះវាជាចលនាទី9នៃបច្ចេកទេសការពារខ្លួនរបស់កុមារដរាបណាអ្នកឈរក្នុងទីតាំងធានជីឬទីដែលគង់យ៉ាងក្បាច់ដាវនឹងត្រូវខូចបច្ចេកទេសការពារខ្លួនរបស់កុមារនេះមានក្បាច់ដាវធានជីខ្ញុំជឿថាសណ្ដែកតូចឪពុករបស់អ្នកនឹងមិនខុសទេបិទមាត់ម៉ោងប៉ុន្មានហើយក្មេងរពីស្តូចនៅតែបង្កបញ្ហាប្រសិនបើវាត្រូវបានបង្រៀនដោយអាជីវាពិតជាអាចជឿបានស៊ូយុនសាកល្បងអ្វីដែលសណ្ដែកតូចនិយាយឪពុកអ្នកពិតជាជឿអ្នកស្រវឹងនោះមែនទេគាត់ប្រហែលជាស្រវឹងហើយបានប្រឌិតវាឡើងប្រាប់ខ្ញុំផងតែយើងបំបែកវាដោយរបៀបណាគ្មានវិធីផ្សេងក្រៅពីសាកល្បងទេខ្ញុំនឹងឡើងទៅឥឡូវនេះតើមានអ្វីកើតឡើងជាមួយយ៉ាវកងគ្មានការបំផន់នៅយ៉ាវកងទេលឿនឡើងកិច្ចបងស្រីយីយុនអ្នកមិនអាចលាក់ខ្លួនទេខ្ញុំជឿថាប៊ុនសណ្ដែកចង់សម្លាប់ខ្ញុំព្រោះគាត់ខ្លាចថាខ្ញុំនឹងមិនអាចឆ្លងកាត់ការរស់ឡើងវិញរបស់អ្នកជំនាញអាវុធបានទេបន្ទាប់មកក្នុងនាមជាអ្នកដែលបានជួយខ្ញុំទទួលបានងារជាអ្នកជំនាញឋានស៊ុកឯងនឹងត្រូវជាប់ពាក់ព័ន្ធយ៉ាងខ្លាំងពេងប៉ុន្តែឯងមិនច្បាស់លាស់គ្រប់គ្រាន់ទេពួករបស់ខ្ញុំគឺសិនបាដានៃខ្លាំងភាគខាងកើតទោះបីជាគាត់បាត់បង់អំណាចបន្តិចក៏ដោយការលុបបំបាត់គ្រួសារទាំងមូលរបស់ឯងនៅតែជារឿងងាយស្រួលការភ័យខ្លាចមិនមែនជារឿងអាម៉ាស់ទេមិនសមហេតុសមផលទេលើកជង្គង់ចុះក្រោមសិស្សជំរាបសួរគ្រូឈប់ធ្វើបែបនេះទៅតើអ្នកធ្លាប់ចាត់ទុកខ្ញុំជាគ្រូនៅពេលណាទោះជាយ៉ាងណាក៏ដោយការវិភាគរបស់អ្នកសមហេតុផលខ្ញុំអាចទុកជីវិតរបស់អ្នកសម្រាប់ពេលនេះដោយមានលក្ខខណ្ឌថាខ្ញុំបង្រៀនអ្នកនៅបច្ចេកទេសមួយដើម្បីកែលម្អការដាំដុះរបស់អ្នកយ៉ាងឆាប់រហ័សអ្នកត្រូវតែឆ្លងកាត់ការរស់ឡើងវិញរបស់ Weapon Master បច្ចេកទេសនេះត្រូវបានគេហៅថាការកែលម្អ13របស់អារក្សឈាមនិយាយឲ្យត្រង់ទៅវាជាបច្ចេកទេសពាក់កណ្ដាលអារក្សហើយវាពិតជាបង្កគ្រោះថ្នាក់ដល់រាងកាយទោះជាយ៉ាងណាក៏ដោយខ្ញុំបានធ្វើការកែលម្អមួយចំនួនដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេហ៊ានរៀនវាទេវាហាក់ដូចជាខ្ញុំមិនចាំបាច់លើកម្រាមដៃទេឈែននឹងត្រូវវិនិច្ឆ័យតើអ្នកខ្លាចអ្វីការកែលម្អ13របស់អារក្សឈាមគឺជាបច្ចេកទេសអាក្រក់មួយដែលវាមិនអាចទៅរួចទេក្នុងការធ្វើជាម្ចាស់សូម្បីតែបន្ទាប់ពីការកែលម្អ9ដងក៏ដោយជាសំណាងល្អខ្ញុំមានគូជវឹកវរដែលអាចបន្សាបការខូចខាតហើយផ្ទុយទៅវិញខ្លាយជាមធ្យោបាយសម្រាប់ខ្ញុំដើម្បីកែលម្អការដាំដុះរបស់ខ្ញុំយ៉ាងឆាប់រហ័សខ្ញុំនឹងរីករាយក្នុងការទទួលជំនួយពីអ្នកដោយដឹងថាអ្នកជាមនុស្សអាក្រក់ខ្ញុំមិនគួរខ្ជះខ្ជាយដង្ហើមរបស់ខ្ញុំទេវាគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះតើមានអ្វីដែលត្រូវខ្លាចសិនធានខ្ញុំបានបង្រៀនអ្នកពីជំនាញដ៏ទេវភាពនិងណែនាំការដាំដុះរបស់អ្នកឥឡូវនេះខ្ញុំនឹងចំណាយធម៌ពលទាំងអស់របស់ខ្ញុំដើម្បីជួយអ្នកចូលទៅក្នុងអាណាចក្រទេវភាព9លីអ្នកជាសិស្សរបស់ខ្ញុំអរគុណគ្រូរបស់អ្នកមែនទេសិនធានខ្ញុំក៏មានការលំបាកដែរហើយអ្នកកំពុងព្យាយាមឆ្លៀតឱកាសពីខ្ញុំមែនទេប្រសិនបើអ្នកកំពុងធ្វើឲ្យរឿងពិបាកសម្រាប់ខ្ញុំនឹងសារភាពប្រាប់លោកខៃហើយចំណាយប្រាក់ដោយកំហឹងដ៏សុចរិតមួយចំនួនដើម្បីដោះស្រាយរឿងឈប់អ្នកខូខើណាស់ដែលមិនឲ្យខ្ញុំមួយកាក់អាណាចក្រទេវភាព9លីគឺជាកន្លែងដែលអារក្សដ៏អស្ចារ្យត្រូវបានផ្សារភ្ជាប់ពេញមួយសម័យកាលសូម្បីតែមានការអនុញ្ញាតពិសេសដែលផ្ដល់ដោយដើមនៃពិធីក៏ដោយខ្ញុំអាចនាំអ្នកចូលបានត្រឹមតែ4ម៉ោងប៉ុណ្ណោះយូរហើយដែលមិនបានឃើញនៅកន្លែងធម្មតាដាវគោលាន់នឹងសម្រាប់អារក្សជប៉ុនបន្ទាប់មកអ្នកនឹងសម្រាប់ពួកគេហើយចាក់ចេញអ្នកបានស្ទាត់ជំនាញបច្ចេកទេសរបស់ឈែនយ៉ាងស្ទាត់ជំនាញប៉ុន្តែដើម្បីធ្វើជាម្ចាស់លើលំដាប់13នៃអារក្សឈាមអ្នកត្រូវតែបរបាញ់នាគអារក្សថ្នាក់ទី7ចំនួន10ក្បាលទាញយកបេះដូងនិងខ្លឹមសារឈាមរបស់ពួកគេហើយក៏ហៅ
Shen Chi Lu អ្នកនឹងជួយប៉ុន្តែវគ្គចុងក្រោយទាំង5ត្រូវតែបញ្ចប់ដោយ Shen Xian មែនហើយនេះគឺជាលោកក្រវៃក្មេងមានរឿងអ្វីគុំរំខានប្រញាប់ឡើងហើយបបាញ់អរិយនេះគឺជាភាពឈួតនៃវិញ្ញាណដែលមានកម្រិតលំបាកខ្ពស់លោកក្រវៃក្មេងប្រយ័ត្នតើ Shen Xian ល្ងងនេះកំពុងធ្វើអ្វីគាត់មានប្រភពអរិយដែលមានអំណាចប្រយុទ្ធចិត្តដល់ថ្នាក់ទី6ដេញតាមគាត់លោកក្រវៃក្មេងប្រយ័ត្នគាត់ទើបតែលេបខ្លឹមសារនៃអរិយស្រូបយកខ្ញុំនឹងប្រើអ្នកជីចរនាសាឡបងស្ថានសួគ៌ដ៏អាក់អន់ចិត្តលោកក្រវៃក្មេងការវិតម្លៃរបស់អ្នកចិត្តមកដល់ហើយអ្នកមិនគួរខ្ជះខ្ជាយកម្លាំងខាងក្នុងរបស់អ្នកទៅលើអ្នកក្រោមបង្គាប់របស់អ្នកទេតើអ្នកណាប្រាប់អ្នកឲ្យជាកម្មសិទ្ធិរបស់ខ្ញុំអ្នកមិនអាចរងការខូចខាតបានទេរាងកាយរបស់ម្ចាស់ដើមបានប្រសើរឡើងគួរឲ្យកត់សម្គាល់រួចទៅហើយការប្រឡងជាប់ការវិតម្លៃមិនគួរជាបញ្ហាទេប៉ុន្តែដើម្បីឈានដល់កម្រិតនៃការដាំដុះនៃជីវិតមុនរបស់គាត់អាចក្លាយជាមនុស្សរឹងមាំជាងមុនមួយជំហានម្ដងការប្រឡងផ្សះផ្សារបស់គ្រូសុំទានចាប់ផ្ដើមវត្ថុទី1គឺលើកសោសាកសពវ៉ៅរឹងមាំណាស់រាងកាយថ្នាក់ទី8វត្ថុនេះស្រាលដូចកបាសខ្ញុំត្រូវបង្ហាញធ្ងន់ណាស់ចិត្តដល់ហើយវត្ថុទី2គឺស្លៀកអាវតង់សិនធានចាំមើលថាតើអ្នកឈ្នះដោយរបៀបណាបើកភ្នែកឆ្កែរបស់អ្នកហើយមើលឲ្យចិត្តវត្ថុទី3គឺប៊ីជីនូយកចិត្តទុកដាក់អ្នកប្រឡងភាពមុតស្រួចរបស់ជីនូជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេបើខ្ញុំធ្វើវាខ្ញុំនឹងទៅទាំងអស់ទោះបីជាខ្ញុំស្លាប់ក៏ដោយគ្មានអ្នកណាអាចបន្ទោសខ្ញុំបានទេលោកក្រវៃក្មេងសិនធានចប់ហើយឯងជាមនុស្សអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមឯងពិតជាចង់ឈ្នះមែនឈួតណាស់ឯងគិតថាឯងអាចឈ្នះបានមែនទេវាជារឿងទាំងអស់ដែលគួរ UC កំពុងធ្វើបង្កគ្រោះថ្នាក់ដល់ជីវិតនរណាម្នាក់ដោយបើកចំហក្នុងអំឡុងពេលប្រឡងតើគាត់គួរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអ្វីឈប់បង្កាច់បង្ខូចខ្ញុំបាននិយាយរួចហើយថាជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេទោះបីជាអ្នកស្លាប់ក៏ដោយអ្នកនៅតែជាអ្នកចាញ់មនុស្សអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមកុំប្រញាប់ប្រញាល់ពេកកុំបង្កបញ្ហាដល់ចៅហ្វាយវ័យក្មេងជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេទោះបីជាអ្នកស្លាប់ក៏ដោយអ្នកនៅតែជាអ្នកចាញ់អ្នកShen Yasheអ្នកមិនបាននិយាយថាជីវិតឬសេចក្តីស្លាប់មិនសំខាន់ទេប្រសិនបើអ្នកមិនបានកិច្ចវិទេអ្នកគឺជាអ្នកចាញ់ដូច្នេះចុះយ៉ាងណាបើអ្នកជាអ្នកចាញ់មនុស្សអាក្រក់ខៃYasheនោះមិនត្រឹមតែចេតនាធ្វើឲ្យនរណាម្នាក់រងរបួសប៉ុណ្ណោះទេថែមរូងភ្នំនេះមិនត្រូវបានប៉ះពាល់អស់រយៈពេល10ឆ្នាំមកហើយតើមានអ្នកណានៅចាំខ្ញុំទេសិស្ស Chen Mo ស្វាគមន៍យ៉ាងវិញជាមនុស្សពិតក្រោកឡើងអរគុណលោកគ្រូខ្ញុំបានឮថាលោកសកម្មខ្លាំងណាស់នាពេលថ្មីនេះចង់ចាំថាដើមឈើខ្ពស់បំផុតនៅក្នុងព្រៃតាក់ទាញខ្យល់បានច្រើនជាងគេដូច្នេះត្រូវប្រុងប្រយ័ត្នក្នុងសកម្មភាពរបស់អ្នកអរគុណសម្រាប់ការណែនាំរបស់លោកគ្រូមនុស្សពិតយ៉ាងវិញធ្លាប់ជាអ្នកដាំដុះ Snow Mist ក្មេងជាងគេនៅក្នុងនិកាយ Qingyan ដែលមានចម្ងាយត្រឹមតែមួយជំហានពីឋានសួគ៌ទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវបានគេមិនចង់បានដោយនរណាម្នាក់មានការប្រយុទ្ធគ្នាកំពុងកើតឡើងនៅក្បែរនោះយកគាត់ទៅឆ្ងាយឲ្យលឿនកុំឲ្យគាត់រត់គេចខ្លួនបើឯងចង់ឲ្យខ្ញុំប្រយុទ្ធត្រូវតែប្រយុទ្ធស្ដេចនាងឯងមានបញ្ហាអ្វីតើឯងមានទំនាក់ទំនងអ្វីជាមួយយើងវាមិនច្បាស់ទេយើងដឹងថាឯងមានអារម្មណ៍ចំពោះស្ដេចនាងរត់ទៅវាយឺតពេលហើយខ្ញុំឈប់ពីការងារហើយតើឯងចង់បានអ្នកណាម្នាក់ជួយអ្នកទេនិយាយជាមួយយើងមកខ្ញុំនឹងរកអ្នកណាម្នាក់មកជួយអ្នកស្ដេចនាងឯងមិនខ្លាចក្របកាំភ្លើងទេតែឯងមិនខ្លាចក្របបែកទេឯងរឹងមាំណាស់មែនទេបើដូច្នោះលូតជង្គង់ចុះហើយជួបឈាមគូតខ្ញុំឬខ្ញុំនឹងបំផ្ទុះឯងឥឡូវនេះជីធានឯងកំពុងធ្វើអ្វីថយក្រោយជឿខ្ញុំឬមិនជឿខ្ញុំនឹងបាញ់កាណុងឥឡូវនេះគ្របបែកប្រេងដាំឈើស្បែកជើងកៅស៊ូលេងគាត់ទៅវាចប់ហើយសៀវយូខ្ញុំដឹងថាខ្ញុំខុសសុំទុកជីវិតខ្ញុំអ្នកអាចรู้បានបើឯងចង់មានច្បាប់មួយនៅក្នុងរឿងនេះជីវិតទាំងអស់គឺជាការចរចាប្រាប់តម្លៃរបស់អ្នកមែនហើយអូណូខ្ញុំនឹងយាយហានបានយល់ព្រមលើកិច្ចសន្យានោះពីមុនហើយខ្ញុំសុខចិត្តចុះហត្ថលេខាលើវាឥឡូវនេះគម្រោងរបស់ខ្ញុំយើងក្រុមគ្រួសារនឹងមិនរកប្រាក់ចំណេញមួយកាក់មួយសេនទេយើងថែមទាំងអាចឲ្យវាទៅគ្រួសារយាយទៀតផងជីវិតរបស់អ្នកមួយគឺគ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំគ្រាន់តែយកគ្រាប់បែកហ្គេមទូរស័ព្ទរបស់អ្នកហើយជួយសង្គ្រោះជីវិតរបស់អ្នកដូច្នេះខ្ញុំសុខចិត្តបន្ថែមការវិនិយោគ5លានទៀត10លានខ្ញុំចង់បានពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់គ្រួសារជើទេអូណូឪពុកខ្ញុំនឹងសម្លាប់ខ្ញុំប្រសិនបើគាត់ដឹងប្រាប់ខ្ញុំពីពាក្យសម្ងាត់សុវត្ថិភាពសម្រាប់កណនីធនាគារស្វ័យរបស់គ្រួសារជើរបស់អ្នកអូណូវាមិនមែនថាខ្ញុំមិនប្រាប់អ្នកទេប៉ុន្តែទោះបីជាខ្ញុំប្រាប់ក៏ដោយឪពុកខ្ញុំនឹងត្រូវពិភាក្សាវាជាមួយខ្ញុំជាមុនសិនចុះអ្នកវិញតើអ្នកផ្លាស់ប្ដូរលក្ខខណ្ឌរបស់អ្នកយ៉ាងម៉េចដែរទេនោះមិនអាចធ្វើបានទេអូណូនោះក៏តម្រូវឲ្យឪពុកខ្ញុំរស់នៅជាមួយខ្ញុំនៅក្នុងធនាគារស្វីសពាក្យសម្ងាត់សុវត្ថិភាពពាក់កណ្ដាលគឺ5327សូមអរគុណលោកម្ចាស់វ័យក្មេងចៅសម្រាប់ការវិនិយោគចំនួន1.5000លានកុំលេងសើចជាមួយខ្ញុំសៀវយេនោះជាធនាគារស្វីសតើអ្នកអាចមានប្រាក់ចំនួន1.5000លានដុល្លារនៅក្នុងកណនីរបស់អ្នកដោយរបៀបណាសូម្បីតែស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជនកម្ពុជារបស់ពិភពលោកក៏មិនប្រើពាក្យសម្ងាត់ពាក្យកណ្ដាលដែរលោកឆុសដោយមានដើមទុននិងទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្ទេរប្រតិបត្តិការត្រូវបានបញ្ចប់ជាយខ្ញុំសូមអង្វរអ្នកសូមប្រគល់ប្រាក់របស់ខ្ញុំមកវិញបើមិនដូច្នោះទេឪពុកខ្ញុំនឹងសម្លាប់ខ្ញុំចោលតោះទៅបងថ្លៃស្រីតោះទៅផ្ទះលុយបាត់ហើយលោកនេះជាកៅអីរបស់អ្នកនេះជាកាបូបរបស់អ្នកសូមឲ្យខ្ញុំដាក់វាសម្រាប់អ្នកនេះជាអំណោយដ៏គួរឲ្យភ្ញាក់ផ្អើលពីក្រុមហ៊ុនអាកាសចររបស់អ្នកសូមអភ័យទោសលោកនេះជាគ្រោះអ្នកភាគច្រើនតើរឿងល្អទាំងអស់មិនមែនមកពីគ្រោះថ្នាក់ទេមិនត្រឹមតែប៉ុណ្ណោះទេនៅលើជើងហោះហើររបស់ខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំមានអូលោកឲ្យសូមគោរពខ្លួនឯងប្រសិនបើអ្នកបន្តរឿងនេះខ្ញុំនឹងហៅរកជំនួយអ្នកទាំងអស់គ្នាអង្គុយចុះតើយើងកំពុងរស់នៅក្នុងសម័យកាលណា
ឈប់ស្រែកនឹងទាត់បងប្អូនប្រុសយាយក្រោកឈរឡើងឥឡូវនេះអ្នកទាំងអស់គ្នាអង្គុយចុះមានមនុស្សជាច្រើនដែលបានប្រើកាំភ្លើងដើម្បីបញ្ជាអ្នកដទៃតើអ្នកដឹងទេថាមានអ្វីកើតឡើងចំពោះពួកគេនៅទីបញ្ចប់តើខ្ញុំកំពុងដេញតាមអ្នកតើអ្នកជាមនុស្សឬខ្មោចនោះមិនសំខាន់ទេចូលយើងទីថាតើកាក់នេះជាក្បាលឬកន្ទុយគ្រាប់កាំភ្លើងមួយគ្រាប់ពីកាក់ប្រាក់គឺគ្រប់គ្រាន់ដើម្បីសម្លាប់រោគសញ្ញាបត់អាចកាប់ផ្តាច់ជីវិតនិងសេចក្តីស្លាប់អ្នកជាទាហានស៊ីឈ្នួលនិងជាប្រធានក្រុមអ្នកបានបំពេញច្បាប់ហើយត្រូវបានគេបោកប្រាស់ចេញពីផ្លូវលើកខ្ញុំនិងបងប្អូនរបស់ខ្ញុំឡើងយ៉ាងលឿនតើអ្នកទាំងអស់គ្នាឈរនៅទីនោះដើម្បីអ្វីប្រញាប់ឡើងបើមិនដូច្នោះទេបាញ់ឯងទៅលោកក្រវៃក្មេងមើលយើងបានចង់ខ្លួនហើយឯងមិនអាចកិននាកាក់នេះនៅក្នុងដៃរបស់ឯងបានទេរកកន្លែងដេកហើយរងចាំរហូតដល់យើងចុះពីយន្តហោះដើម្បីប្រកួតខ្លួនមែនហើយយើងនឹងប្រកួតខ្លួនភ្លាមបន្ទាប់ពីយើងចុះពីយន្តហោះដរាបណាយើងមិនធ្លាក់ក្នុងដៃរបស់ឯងយើងនៅជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយចង់ផឹកទេអរគុណស្រីស្អាតបើឯងបដូរចិត្តអ្នកអាចត្រឡប់មករកខ្ញុំវិញនៅពេលណាក៏បានយ៉ាងណាមិញវាជាដំណើរ2-3ម៉ោងទៅផ្ទះបើខ្ញុំដេកជាមួយបរិសផ្សេងអាពាហ៍ពិពាហ៍ដែលរៀបចំដោយគ្រួសារនឹងមិនអាចទៅរួចទេប្រហែលជាបរិសដូចគាត់ស័ក្តិសមនឹងយកព្រំចារីរបស់ខ្ញុំឯងបដូរចិត្តលឿនម្ល៉េះឯងមិនបាននិយាយថាឯងចង់បានការជួបគ្នាដ៏ល្អឥតខ្ចោះទេខ្ញុំគិតថានេះជាគំនិតល្អណាស់អូនសម្លាញ់អូតានេះជាបទសម្ភាសន៍មែនទេអ្នកស្គាល់គ្នាចាស់វាពី3ឆ្នាំមកហើយអ្នកពិតជាធំឡើងច្រើនប៉ុន្តែការពាក់អាវត្រណប់ដែលមានខ្សែបែបនេះមិនល្អសម្រាប់សុខភាពទេខ្ញុំស្នើឲ្យអញបដូរវាបិទមាត់អ្វីដែលខ្ញុំស្លៀកពាក់មិនមែនជារឿងរបស់អ្នកទេមើលទៅដូចជាខ្ញុំនិយាយត្រូវហើយដែលបានបោះបង់អ្នកខ្ញុំជាអ្នកគ្រប់គ្រងធនធានមនុស្សនៅ Group រួចហើយអ្នកទើបតែដាក់ពាក្យសុំតំណែងអង្គរៈនៅទីនេះសូមអបអរសាទរខ្ញុំគិតថាអ្នកនៅទីនេះជាមួយប្រវត្តិរូបសង្ខេបរបស់អ្នកគ្មានប្រវត្តិរូបសង្ខេបទេតើអ្នកបានចំណាយពេល2-3ឆ្នាំក្នុងការរើសសម្រាមនៅបរទេសទេមិនអីទេចូលយើងបន្តតើបទពិសោធន៍ការងារពីមុនរបស់អ្នកជាអ្វីគ្មានអ្វីពិសេសទេគ្រាន់តែការពារប្រធានាធិបតីបរទេសសម្រាប់មេខ្លោងគ្រឿងញៀននិងរបស់របរផ្សេងទៀតស៊ីវធានគុំគិតថាគ្រាន់តែដោយសារតែអ្នកជាអតីតមិត្តប្រុសរបស់ខ្ញុំនឹងអ្នកកំពុងតែលំអៀងខ្ញុំកំពុងតំណាងឲ្យក្រុមយាយឥឡូវនេះប្រសិនបើអ្នកបន្តរឿងនេះខ្ញុំនឹងត្រូវសុំឲ្យអ្នកចាក់ចេញឥឡូវនេះខ្ញុំមានមនុស្សដែលសមរម្យម្នាក់នេះគឺជាក្រុមយាយពិតជាស្រស់ស្អាតណាស់មិននឹកស្មានដល់ទេមែនទេទៅប៉ូលីសហើយជំរិតទារប្រាក់គាត់ទៅឋាននរកសូមអភ័យទោសលោកម្ចាស់ប្រសិនបើមិនមែនដោយសារតែអ្នកមិនមែនជាមនុស្សទេចិញ្ចៀនដៃពិតជាមិនអាចបញ្ឈប់គ្រាប់កាំភ្លើងបានទេប៉ុន្តែកុំស្រែកដូចជ្រូកកំពុងត្រូវគេសម្លាប់ប្រសិនបើខ្ញុំមិនដោយលើកលែងតែលោកគ្រូរបស់ខ្ញុំដែលបានជួយខ្ញុំឲ្យចេញពីភាពក្រីក្រប៉ុន្តែ10ឆ្នាំមុន Ederly Yon បានវិឆ្មក់ខ្ញុំខណៈពេលដែលមនុស្សពិត Yon Wen កំពុងព្យាយាមទៅដល់ឋានសួគ៌លោកគ្រូរបស់ខ្ញុំត្រូវបានក្បត់ការដាំដុះរបស់នាងត្រូវបានខូចខាតយ៉ាងខ្លាំងហើយសិស្សទាំងអស់របស់នាងបានខ្ចាត់ខ្ចាយដោយបន្សល់ទុកតែខ្ញុំជាអ្នកបម្រើសាមញ្ញមនុស្សពិត Yon Wen បានធ្លាក់ចេញពីព្រះគុណដោយប្រាប់ខ្ញុំថាដើមឈើខ្ពស់បំផុតនៅក្នុងព្រៃតាក់ទាញខ្យល់បានច្រើនជាងគេប្រហែលជាដើម្បីការពារខ្ញុំពីការធ្វើខុសរបស់នាងម្ដងទៀតខ្ញុំបានបោះបង់ចោលក្តីសង្ឃឹមទាំងអស់សម្រាប់ជីវិតរបស់ខ្ញុំបានចុះចាញ់នឹងវាសនាមិនដែលរំពឹងថានឹងឃើញសិស្សដ៏ជោគជ័យដូចខ្ញុំទេខ្ញុំមិនដែលជួយអ្នកតាមមធ្យោបាយណាមួយឡើយហើយអ្នកក៏បានរងទុក្ខវេទនាយ៉ាងខ្លាំងផងដែរអ្នកបានជួបការលំបាកលោកគ្រូសូមគុំនិយាយបែបនោះបើមិនមែនដោយសារចម្រុះរបស់អ្នកនៅពេលនោះទេខ្ញុំប្រហែលជាស្លាប់នៅតាមដងផ្លូវជាយូរមកហើយហឹមល្អណាស់ដែលអ្នកគិតបែបនោះលោកគ្រូហឹមសិស្សមានសំណើមួយខ្ញុំដឹងថាអ្នកនឹងមិនមកទីនេះដោយអយុត្តិធម៌ទេនិយាយមកកម្ពុជាថ្មស្ងាត់ជ្រុងត្រូវការអ្នកចាស់ទុំកម្រិតស្នូមីសកម្រិតទី7ដើម្បីត្រួតពិនិត្យវាសិស្សចង់សុំឲ្យលោកគ្រូចេញពីភាពឯកោហើយជួយសិស្សទោះបីជាកម្ពុជាខាងក្នុងរបស់អ្នកមិនមែនជាកម្ពុជាក៏ដោយប្រសិនបើអ្នកមានធម៌វិញ្ញាណអ្នកអាចសុំជំរករួមភ្នំសម្រាប់អ្នកចាស់ទុំបានយ៉ាងងាយស្រួលហើយអ្វីបានជារំខានរកខ្ញុំដែលជាអ្នកដែលត្រូវបានបំផ្លាញទាំងស្រុងប្រសិនបើអ្នកសួរអ្នកចាស់ទុំផ្សេងទៀតពួកគេមានអ្នកទុកចិត្តរបស់ពួកគេហើយយូរទៅពួកគេប្រកាសជាមានគំនិតចង់ធ្វើសង្គ្រាមប្រឆាំងនឹងតុលាការក្រៅពីនេះលោកគ្រូមានចិត្តល្អចំពោះខ្ញុំហើយខ្ញុំទទួលបានឱកាសខ្លះនៅថ្ងៃនេះតើខ្ញុំអាចចែករំលែកវាជាមួយលោកគ្រូជាមុនសិនដោយរបៀបណាអ្នកជាសិស្សរបស់ខ្ញុំនឹងមិនលាក់វាពីអ្នកទេខ្ញុំត្រូវបានគេវិឆ្មក់ការដាំដុះរបស់ខ្ញុំបានធ្លាក់ចុះហើយខ្ញុំលែងអាចរក្សាការដាំដុះស្នូមីរបស់ខ្ញុំបានទៀតហើយឥឡូវនេះមានតែកម្រិតទី6នៃការបង្កើតគ្រីប៉ុណ្ណោះដែលនៅសល់រួមជាមួយនឹងសិស្សខាងក្នុងមួយចំនួនទាំងអស់គ្មានការគ្រប់គ្រងខ្ញុំលែងអាចជួយអ្នកទៀតហើយអ្វីទាំងអស់ផ្លាស់ប្ដូរបន្តិចម្ដងវត្តនៃការស្ដារឡើងវិញចំនួន9ស្មើបង្កើតការប្រមូលផ្ដុំនៃថ្នាក់ដំបូងទទួលយកថ្នាក់ទីបំផុតដំបូងត្រូវបានកំណត់ដោយអាកំបាំងចន្លោះប្រហោងដ៏ធំ 3000 ឆ្នាំដើមបីដុសពន្លក 3000 ឆ្នាំដើម្បីដុសស្លឹក 3000 ឆ្នាំដើម្បីក្លាយជាមូលសរុបចំនួន 9000 ឆ្នាំដើម្បីបង្កើតជារុក្ខជាតិតែមួយរឿងព្រេងនិទានមានចែងថានៅសម័យបុរាណអតីតអធិរាជមួយអង្គបានបរាជ័យក្នុងពិធីចាប់កំណើតឡើងវិញព្រលឹងនឹងរាងកាយរបស់ទ្រង់បានបែកខ្ញែកក្នុងអំឡុងពេលរីកចម្រើនរបស់ទ្រង់សិស្សរបស់ទ្រង់បានប្រើស្មៅនេះជាថ្នាំហើយបន្ទាប់ពី100ឆ្នាំពួកគេពិតជាបានទាញអតីតអធិរាជចេញពីចន្លោះប្រហោងនោះស្មៅនេះមានអំណាចនៃស្ថានសួគ៌និងផែនដីដែលមានសមត្ថភាពកែប្រែខាងវិញ្ញាណដែលខូចនិងជួសជុលរបួសតាវដ៏អស្ចារ្យពីលើយន្តបឋមសូមបីតែរបួសដាវស៊ូក៏ដែលបន្សល់ទុកដោយរន្ទះបាញ់ក៏អាចត្រូវបានស្ដារឡើងវិញទៅសភាពដើមរបស់វាដែរហើយយន្តបឋមអាចត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយមានឱកាស70នៃការត្រូវបានបញ្ចូលទៅក្នុងដំណាក់កាលព្រលឹងចាប់ផ្ដើមវាមិនមែនជាកំណត់ទ្របពីអាណាចក្រស៊ុបទេប៉ុន្តែមកពីអាណាចក្រអន្តៈខ្ញុំអាចមានអារម្មណ៍វាសូម្បីតែតាក់ទងនឹងរបួសដាវធំក៏ដោយអ្នកទទួលបានឱកាសបែបណាវត្ថុដ៏ទេវភាពបែបនេះទុកឲ្យតែពេលខ្ញុំនៅកំពូលនៃដំណាក់កាលស្នូមីសសូម្បីតែព្រះដ៏មានព្រះភិក្ខនៃការផ្លាស់ប្ដូរព្រលឹងចាប់ផ្ដើមក៏ប្រថុយជីវិតរបស់ពួកគេដើម្បីចាប់យកវាដែរវាងនឹងព្យុះនេះមានឥទ្ធិពលខ្លាំងណាស់ខ្ញុំសូមជូនពរថាខ្ញុំមិនបានបោះចោលឆ្នាំងដែលមកនោះនៅលើយ៉លោកគ្រូរបស់នេះអាចព្យាបាលរបួសចាស់របស់អ្នកបានច្រើនជាងការព្យាបាលរបួសប្រសិនបើខ្ញុំត្រូវកែលម្អវាទាំងស្រុងខ្ញុំមិនត្រឹមតែអាចត្រឡប់ទៅដំណាក់កាលស្នូមីសវិញប៉ុណ្ណោះទេប៉ុន្តែអាណាចក្រព្រលឹងចាប់ផ្ដើមនឹងលែងជាសុបិនទៀតហើយខ្ញុំថែមទាំងអាចបញ្ចូលព្រលឹងចាប់តាមទៀតផងប៉ុន្តែនេះជាឱកាសរបស់អ្នកតើគ្រូនិងសិស្សអាចប្រកួតប្រជែងគ្នាដើម្បីឱកាសដោយរបៀបណានៅក្នុងពិភពនៃការដាំដុះនេះតើលោកគ្រូនិងសិស្សានុសិស្សបានងាកមកប្រឆាំងនឹងគ្នាប៉ុន្មានដងហើយសូម្បីតែសិស្សដទៃទៀតក៏សម្លាប់គ្នាដែរដើម្បីឱកាសតែមួយយ៉ាងណាក៏ដោយលោកគ្រូតែងតែរក្សាចិត្តបរិសុទ្ធហើយវាគឺជាចិត្តបរិសុទ្ធនេះដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនិងត្រូវបាន Ederly Yon វិឆ្មក់នៅពេលនោះលោកគ្រូអ្នកនិយាយថាវត្ថុនេះជាឱកាសដ៏អស្ចារ្យរបស់ខ្ញុំប៉ុន្តែលោកគ្រូមិនមែនជាឱកាសដ៏អស្ចារ្យរបស់ខ្ញុំទេ
នៅពេលនោះគ្មាននរណាម្នាក់ទទួលយកខ្ញុំទេវាគឺជាលោកគ្រូអ្នកដែលបាននាំខ្ញុំចូលទៅក្នុងនិកាយនៅពេលនោះអ្នកដទៃបានធ្វើបាបនិងធ្វើឲ្យខ្ញុំអាម៉ាស់មុខវាគឺជាលោកគ្រូអ្នកដែលបានផ្ដល់ឲ្យខ្ញុំនៅកន្លែងស្នាក់នៅប្រសិនបើអ្នកលោកគ្រូប្រើប្រាស់វត្ថុនេះអ្នកអាចត្រឡប់ទៅកម្ពុជារបស់អ្នកវិញប្រហែលជាលើកពីវានៅពេលនោះតើអ្នកណាហ៊ានធ្វើបាបត្រកូលយន្តឡានរបស់ខ្ញុំតើអ្នកណាហ៊ានធ្វើបាប